នេះពិតជាសុបិនអាក្រក់មែនដែលពួកយើងទាំងពីរនាក់នៅតែអាចរស់នៅជាមួយគ្នាបានយ៉ាងសុខសាន្តបែបនេះមែនហើយវាជាសុបិនអាក្រក់ដែលរស់រវើកនិងជាក់ស្ដែងបំផុតខ្ញុំនឹងអេតដែលរាល់ពេលជួបគ្នាម្ដងពីរគឺដូចជាឆ្មានិងឆ្កែអញ្ចឹងពេលនេះបែរជាក្លាយជាប្តីប្រពន្ធនឹងគ្នាទៅវិញមិនត្រឹមតែប៉ុណ្ណោះពួកយើងថែមទាំងជាគូស្នេហ៍ដែលផ្អែមល្ហែមនឹងគ្នាខ្លាំងទៀតផងដល់ថ្នាក់បាននិយាយថាពួកយើងជាគូស្នេហ៍លំដាប់ទី2ក្នុងចក្រភពនេះក៏ពិតជារឿងដែលគួរឲ្យសោកសៅដែររឿងតែមួយគាត់ដែលខ្ញុំបានរកឃើញនោះគឺនេះគឺជាពេល5ឆ្នាំទៅអានេះមិនខ្ញុំក៏ឈួតឬក៏រុនភីឬមួយក៏ពួកយើងទាំងពីរនាក់ឈួតទាំងអស់គ្នាហើយពួកយើងបានរៀបការនឹងគ្នារួចថែមទាំងរៀបការបាន3ឆ្នាំមកហើយការពិតដែលថាពួកយើងត្រូវតែរួមតែគ្នាគ្រប់គ្រងក្នុងនាមជាអធិរាជនិងអធិរាជនីគឺកំពុងតែនៅចំពោះមុខនេះនេះជារឿងរ៉ាវអ្វីទៅសូមមកតាមដានជាមួយឆាវទាំងអស់គ្នាណាមុនពេលដែលទស្សនាសូមដាក់មារ៉ាមដៃដ៏ស្រស់ស្អាតរបស់អ្នកនៅលើប៊ូតុងចុច like និងចុច Subscribe Channel ដើម្បីគាំទ្រadminម្នាក់នេះផងណាឥឡូវនេះតទៅទស្សនាអស់គ្នាជួនកាលខ្ញុំតែងតែគិតរឿងនេះមិនចប់សោះកំហុសមួយតែទុចអាចធ្វើឲ្យជីវិតដ៏ស្ងប់ស្ងាត់មួយទាំងមូលប្រែប្រួលបានយ៉ាងណាមិញតំណែងតំណងដ៏មិនសប្បាយចិត្តនិងមិនអាចស្មានទុកជាមុនបានកាត់ឡើងពីពេលណាទៅខ្ញុំគ្រាន់តែមិនចង់ត្រូវបានគេដាក់ស្លាកថាជាមនុស្សដែលស្គាល់ជាមួយរុន2នៅក្នុងសាលារៀនការជួបគ្នាដែលមិនសូវជ្រាបប៉ុន្មានកំពុងតែកាត់ឡើងគ្រាន់តែឃើញមុខនាងភ្លាមខ្ញុំក៏នឹងភ្លាមថាថ្ងៃនេះប្រហែលជាមិនដូចចិត្តគិតឡើយនេះគឺ Adrian Vanity ហើយក៏ជាកោភីរុន2តែខ្ញុំមិនមានតំណែងតំណងល្អជាមួយគាត់តតែសោះរឿងនេះប្រហែលជាមិនត្រឹមត្រូវកូនមានទេ50 សេកុនតែបាននិយាយរឿងដែលខ្ញុំចង់និយាយចេញមក Adrian បាននិយាយដោយសំឡេងស្ទើរដងហើយនេះមិនមែនជាមកចូលរៀនទៅអីពិជាសឹសកំរោដែលដើរចុះដើរឡើងបែបនេះនាងក៏និយាយឬដងតបទៅវិញមើលទៅអ្នកក៏ហាក់ដូចជាគំរូដ៏ភ្លឺស្វាងសម្រាប់សិស្សដទៃដែរនេះបែបនេះទាំងដៃមកនាងកំពុងតែដំណើរការហើយលោកបាយជាមិនមានវត្តមាននៅទីនោះទៅវិញក៏មិនពុំចាញ់ដែរគេនិយាយចំអកឡកឡើយដូចជាអ្នកក៏ខ្លាចតែមកពេលតំណែងនោះទេខ្ញុំកំពុងតែបន្តខ្លាំងណាស់ទាំងទេខ្ញុំទៅតែចូលរួមប្រជុំក្រុមប្រឹក្សាសិស្សរួចច្រាវហើយកំពុងតែធ្វើដំណើរទៅថ្នាក់រៀននាងដល់វិញថាចោះលោកគ្រាន់តែទៅថ្នាក់រៀនទឹកក៏មករំខានដល់សិស្សប្អូនដែលកំពុងខិតខំរៀនសូត្រនេះទៀតអីលោកអត់រែងក្លែកភ្នែកដោយក្តីមើលហើយនិយាយថាខ្ញុំក៏កំពុងតែគិតបែបនេះដែរប៉ុន្តែកញ្ញាដឹងស្រាប់ហើយខ្ញុំមានតម្លាប់ចូលចិត្តនិយាយអ្វីដែលខ្ញុំគិតចេញមកផ្តោលោកនេះពិតជាគួរឲ្យអស់សំណើចណាស់តើកូនដឹងរបស់លោកដឹងពីចរិតមួយនេះរបស់លោកដែរឬទេឬក៏អត់មានន័យថាកំពុងតែនិយាយពីសេះច្បងមែនទេខ្ញុំគ្រាន់តែបារម្ភថាអាពាហ៍ពិពាហ៍របស់លោកប្រហែលជាត្រូវគេសង្ស័យថាខុសច្បាប់ហើយមិនមែនទេខ្ញុំនឹងចាត់ចែងរឿងនោះដោយខ្លួនឯងអញ្ចឹងកញ្ញាមិនបាច់ព្រួយបារម្ភច្រើនពេកនោះទេរៃខ្ញុំវិញគឺបារម្ភផលចំនួនសម្រាប់បរិបទដែលនឹងក្លាយជាស្វាមីរបស់កញ្ញានៅពេលអនាគតដល់ពេលដែលកញ្ញាកំការសំប្រាំចំផងណាខ្ញុំនឹងទៅចូលរួមហើយលងលំគេបានច្រើននាងសកលសម្លេងថាពិតជាមិនអាចនិយាយរឿងល្អជាមួយលោកបានសំបីតែបន្តិចមែនស្រាប់តែមានមនុស្សម្នាក់ទៀតដើរមកកាត់ចង្វាក់តើនរណាកំពុងតែធ្វើឲ្យរំខាននៅទីនេះតែទាំងពីរដើរហួសគ្នាយ៉ាងខឹងសម្បារមនុស្សអរិយបានបន្សល់ទុកពាក្យមួយខ្លះថាទោះជាយ៉ាងណាក៏ដោយវាពិតជាប្រសើរណាស់ប្រសិនបើក្រោយបញ្ចប់ការសិក្សាយើងទាំងពីរនឹងមិនជួបគ្នាទៀតជារៀងរហូតនាងខឹងសម្បារហើយតបវិញថាពិតប្រាកដមែនហើយនាងដើរទៅដោយក្តីខឹងសម្បារក្នុងចិត្តគួរឲ្យអស់សំណាចចំណាគេគួរតែបានរំពីខ្លួននឹងសិនទៅប្រសិនបើខ្ញុំជាអ្នកដែលមានឋានៈស្មើគ្នាជាមួយគេនោះខ្ញុំប្រកាសជាមិនព្រមរៀបការជាមួយគេឡើយដូចឈុតឆាកនេះកំដេញប់ដើរទៅថ្នាក់រៀនរួចត្រឡប់ទៅផ្ទះសំណាក់វិញខ្ញុំត្រឡប់មកវិញហើយក្មេងស្រីដែលមានសពពន្ធខាសុត្រាំស្មាងមកសួរទៅឆ្លោះជាមួយសិស្សច្បងអរិញទៀតហើយមែនទេនាងឆ្ងល់ថាហេតុអ្វីបានជាសងដឹងក្មេងស្រីសពពន្ធផ្កាជោគដែលមានឈ្មោះថាកាណារីយ៉ាសេឡេនដែលមានឈ្មោះហៅក្រៅថាកាណាអ្នកណាមើលមុខអ្នកក៏អាចមើលដឹងដែរថាជារឿងអីនាងដេកនៅលើក្រែហើយគិតពិចារណាមានតែគេម្នាក់គាត់ដែលមានចរិតស្មុគស្មាញបែបនេះមិនមែនទេក៏ត្រូវដែរខ្ញុំគឺជាអ្នកដែលចាប់ផ្ដើមមុនគេក៏ពីរឿងអ្នកដែលខ្ញុំជាស្រីដែលក៏ក្នុងគ្រួសារជាកូនស្រីរបស់លោកកងហើយក៏ជាសិស្សធំតាមអ្នកដែរប៉ុន្តែមានរឿងអ្វីមួយយ៉ាងដែលធ្វើឲ្យខ្ញុំលេចធ្លោជាងអ្នកដទៃនោះគឺសម្ដាប់ភាពក្នុងការសម្របខ្លួនបានរហ័សនិងការមើលចាប់មនុស្សដាច់ពិតមែនហើយអ្នកដទៃគឺពូកែខ្លាំងណាស់ចំពោះអេរិនភាពមិនស្រួលក្នុងចិត្តដែលពិបាកនឹងពុនបានចាក់ដោតចូលមកចាំតាំងពីពេលដែលខ្ញុំបានជួបគេជាលើកដំបូងអ្វីដែលខ្ញុំធ្លាប់សង្ស័យចំពោះអារម្មណ៍របស់គេគឺត្រូវបានបញ្ជាក់ច្បាស់នៅពេលដែលឃើញគេថ្លែងការណ៍នៅលើវេទិកានឹងនាមជាតំណាងសិស្សតនតែឃើញទឹកមុខបែបនោះភ្លាមតែខ្ញុំយល់ច្បាស់ថាស្នាមញញឹមរបស់រៀមច្បងហេតុរៀងក៏ចាប់ខ្លាំងខ្លាយនាងចូលនៅក្នុងសាលប្រជុំក៏ស្រាប់តែភ្ញាក់ខ្លួនគិតឡើងថាខ្ញុំធ្វើខុសហើយចុះបើមាននាមអ្នកលុះស្ដាប់កំណត់របស់ខ្ញុំទៅនឹងទៅជាយ៉ាងណាទៅបាត់ជាមិនអាចទៅរួចទេគ្មានផ្លូវនោះទេនាងដដងហាមធំតែភាពស្រស់ស្រាយខណៈពេលដែលអេឌ្រីអានសម្លឹងមើលនាងដោយខ្សែភ្នែកដ៏មុតស្រួច
ហើយជាលើកដំបូងនៅក្នុងថ្ងៃនោះខ្ញុំបានកិនពេលដែលព្យាយាមបង្ខំចិត្តឲ្យញឹមទាំងមិនពេញចិត្តកំហុសរបស់ខ្ញុំនេះឯងដែលបានចាប់ផ្ដើមទំនាក់ទំនងដ៏គ្រោះថ្នាក់មួយនេះហើយចាប់តាំងពីពេលនោះមកគេក៏ចំខានទៅធ្វើបាបខ្ញុំឡើយប៉ុន្តែគេបែរជាធ្វើខ្លួនស្និទ្ធស្នាលជាមួយអ្នកជំនាញខ្លួនទៅវិញហាពិតជាគួរឲ្យអស់សំណាក់ណាដែលបានតែភរិយារបស់អាទោះស្គាល់ស្បកផាម្នាក់នោះគឺជាសិស្សច្បងនៅថ្នាក់លើគឺ BIOS បងស្រីគឺជាមិត្តរួមថ្នាក់របស់ Adrian ហើយក៏ជាកូនស្រីតែមួយគត់របស់គ្រួសារអ្នកអុកញ៉ាឆេទាដែលមានអំណាចក្មេងស្រីម្នាក់ដែលមានសពន្ធក្រហមនិងរូបរាងដ៏ស្រស់ស្អាតថ្លៃថ្នូរគឺ Piran ឆេទាបងស្រីឡងស្រឡាញ់ព្រះអង្គម្ចាស់ Adrian ខ្លាំងរហូតដល់អ្នកណាក៏ដឹងដែរហើយបងស្រីក៏មិនអៀនខ្មាសអ្វីទាំងអស់ក្នុងការបង្ហាញពីអារម្មណ៍ដែលខ្លួនមានចំពោះគេម្យ៉ាងទៀតក៏មានពាក្យឲ្យចាំអារម្មណ៍ថាពិធីភ្ជាប់ពាក្យរបស់ពួកគេត្រូវបានរៀបចំយ៉ាងហ្មត់ចត់តាំងពីយូរមកហើយខ្ញុំមិនអាចទប់អារម្មណ៍អាណិតដល់បងស្រីពីទៀតនៅពេលដែលគាត់ត្រូវរៀបការដោយមិនដឹងពីការពិតអំពីលោក Adrian ទោះបីជាគាត់មិនសូវចូលចិត្តតែខ្ញុំប៉ុន្មានក៏ដោយរួចហើយនាងក៏គិតពីរឿងនេះមិនឈប់ទៅសួរម្ដាយភក្តិរបស់នាងឈ្មោះកាណាចុះហេតុអ្វីបានជាបងស្រីមិនចូលចិត្តខ្ញុំទៅវិញកាណាក៏ឆ្លើយដោយត្រង់ថាក៏ប្រោះតែនាងស្និទ្ធស្នាលជាមួយលោក Adrian ពេកនោះអីនាងមានរឿងអីមិនស្រួលក្នុងចិត្តមែនទេកាណាឆ្លើយថាមិនមែនទេនិយាយតាមត្រង់ទៅណានាងតែនិយាយថានាងមិនសូវចោះសម្រងជាមួយលោក Adrian ទោះបីជានាងនិយាយបែបនោះក៏ដោយមើលមកវិញគេឃើញអ្នកទាំងពីរចិត្តស្និទ្ធគ្នាខ្លាំងណាស់រាល់ពេលដែលជួបគ្នាអ្នកទាំងពីរតែងតែនិយាយគ្នាយ៉ាងហោចណាស់ក៏10នាទីដែរចុះអ្នកណាដែលមិនគិតថាអ្នកទាំងពីរចិត្តស្និទ្ធនឹងគ្នាទៅជាធម្មតាបើមិនត្រូវរើគ្នាមនុស្សគេតែងតែព្យាយាមគេចមុខពីគ្នាហើយប៉ុន្តែក៏ញឹមបន្តិចដោយភាពរង្គៀសចិត្តរួចឆ្លើយថាគឺដោយសារតែបែបនេះហើយរួចនាងក៏ឆ្លើយនៅក្នុងចិត្តថានោះក៏ប៉ុន្តែគាត់ជាអ្នកចាប់ផ្ដើមជានិច្ចទោះបីជារាល់ពេលដែលខ្ញុំព្យាយាមមិនខ្វល់គេឆ្វេងនឹងរសាកម្ល៉េះពីគាត់យ៉ាងណាក៏ដោយក៏លោកនេះដែលគួរឲ្យស្អប់ម្នាក់នេះតែងតែចង់រករឿងស្លោះជាមួយខ្ញុំជានិច្ចរាល់ពេលដែលគាត់ឃើញមុខខ្ញុំកាលណាមានអារម្មណ៍ថាពិបាកឲ្យយល់ខណៈពេលដែលសម័យរូបភាពរបស់ Adrian ដែលជាមនុស្សស្រួលស្រាយប៉ុន្តែតែងតែខ្សែកម្លាពីអ្នកដតីរួចក៏សួរលេថាតាមពិតទៅក្រៅពីនាងព្រមបើកចិត្តឲ្យយ៉ាងស្រួលបែបនេះទេគាត់ស្និទ្ធជាមួយ Darren ក៏ពិតមែនប៉ុន្តែរបៀបដែលគាត់ប្រព្រឹត្តមកលើនាងនៅមិត្តម្នាក់នោះគឺខុសគ្នាឆ្ងាយណាស់ដូចតែនិយាយដោយភាពធុញថប់ថានោះវាមិនមែនជាការបាក់ចិត្តអ្វីទេប៉ុន្តែវាគឺជាការដែលខ្ញុំកំពុងតែត្រូវគាត់រកតែឆ្លោះជានិច្ចអីហើយការដែលនាងគិតបែបនេះគឺពិតជាមិនល្អសោះឡើយរួចដែលក្បែរខ្លួនទៅម្ខាងហើយគិតក្នុងចិត្តថាខ្ញុំងុយដេកណាស់បន្តមកនាងក៏ប្រាប់បណ្ដាភក្តិឈ្មោះកាណាថាខ្ញុំទៅគេងមុនហើយណាប្រហែលជាខ្ញុំគួរតែងូតទឹកសិនបន្ទាប់មកនាងក៏ឡងលក់ក្នុងដំណេកយ៉ាងសពស្កល់ទាំងការគិតគោក្តុកធីរ៉លដងដែរជាពេលរាត្រីមួយដែលខ្ញុំមានអារម្មណ៍ថាចូលចិត្តណាស់រាល់ពេលដែលបានគេងលក់បែបនេះព្រឹកថ្ងៃបន្ទាប់នៅពេលដែលព្រះអាទិត្យច្រោះឡើងស្រាប់តែមានស្រីម្នាក់ដែលមើលទៅដូចជាអ្នកមើលការខុសត្រូវបានដើរចូលមកហើយក៏ចូលទៅចិត្តក្រីរបស់លេខដល់ពេលត្រូវក្រោកហើយចាស់លេខនៅមិនទាន់ភ្ញាក់ពីគេនៅឡើយទេនាងមិត្តភ្នែកចិត្តរួចឆ្លើយទាំងងុយថាកាណាឲ្យខ្ញុំគេងបន្តិចទៀតទៅរសៀលនេះខ្ញុំគ្មានថ្នាក់រៀនទេណាស្រីម្នាក់នោះក៏ញឹមរួចឆ្លើយតបថាកាណាជាខ្ញុំឈ្មោះលៀបរេរ៉ាតែទោះជាយ៉ាងណាពេលនេះអ្នកត្រូវតែក្រោកឡើងហើយរៀបចំអាហារពេលព្រឹកបើមិនដូច្នោះទេអ្នកនឹងទៅយឹតពេលហើយលេខបាននៅសំឡេងរ៉ូតែបន្តិចបន្តួចខណៈពេលដែលនៅបន្ទប់ភ្នែកដាល់ហើយក៏ក្នុងចិត្តថាអាហារពេលព្រឹកអីខ្ញុំមិនណាជាដែលញ៉ាំអាហារពេលព្រឹកស្រីដែលឈ្មោះរេរ៉ាក្រុមលើកថាអាធារាកំពុងរងចាំនៅទីនោះហើយការដែលអ្នកទៅយឹតនឹងធ្វើឲ្យទ្រង់មិនសប្បាយព្រះទៅឡើយចាស់លេខភ្ញាក់ផ្អើលដោយឆ្ងល់ក្នុងចិត្តថាអីយ៉ាតើអ្នកណាគេកំពុងរងចាំខ្ញុំរួចនាងក៏ស្ទុះក្រោកឡើងភ្លាមមកហើយនិយាយខ្លាំងថាអាធារាជ័យទៅរេរ៉ាងក់ក្បាលញញឹមយ៉ាងរីករាយខណៈពេលដែលលេខសួរដោយភាពសន់ស្លោថាអ្នកជានរណាក៏ញឹមរួចឆ្លើយថាសូមទោសអ្នកស្រីដែលរំខានចាស់ប៉ុន្តែអ្នកស្រីតើអាចរៀបចំខ្លួនដើម្បីចាប់ផ្ដើមថ្ងៃថ្មីបានតើចានេះរៀបចំខ្លួនដើម្បីអីទៅស្រីបំរាមអ្នកបានទៅចូលមកហើយនិយាយថាទឹកសម្រាប់ងូតគឺបានរៀបចំរួចរាល់ហើយចាស់ប្រសិនបានអ្នកស្រីរៀបចំខ្លួនឲ្យលែងចាប់ពីពេលនេះទៅអ្នកស្រីអាចនឹងរៀបចំខ្លួនរួចរាល់មុនពេលដែលព្រះចាអធិរាជយាងមកដល់ចាស់រួចនាងក៏និយាយទៅកាន់អ្នកបម្រើទាំងនោះថាពីអ្នកក្នុងចំណោមពុកអ្នកចូលមកជួយខ្ញុំហើយអ្នកដែលនៅសល់ចូលរៀបចំខ្លួនដើម្បីស្លៀកពាក់ឲ្យអ្នកស្រីធ្វើភ្លាមមិនទៅអ្នកបម្រើទាំងពីរអ្នកឆ្លើយតបថាបាទចាស់យើងខ្ញុំយល់ហើយចាស់បន្ទាប់មកអ្នកទាំងពីរអ្នកក៏ដើរទៅរកហើយម្នាក់លើចាប់ដៃទាំងសងខាងរបស់លេខអូអ្នកស្រីចាស់ក្រោកឡើងណានៅពេលដែលលេខភ្ញាក់ពីគេងភ្លាមនាងមានអារម្មណ៍វិលមុខដូចជាកូនកង្វែងយ៉ាងអញ្ចឹងវ័យគ្រប់យ៉ាងមើលទៅចម្លែកណាស់អូសុទ្ធតែអារម្មណ៍នេះវាពិតជាស្រួលខ្លួនមែនហើយទឹកនេះក៏ក្តៅអនទៀតនាងតាមខ្លួននៅក្នុងអាងទឹកនៅលើផ្ទៃទឹកមានផ្កាកាលីបស្រស់កំពុងអណ្ដែតពេញខណៈពេលដែលមានស្រីបម្រើជាច្រើនកំពុងជួយចាំជុំវិញនាង
នាងក៏នឹកសួរក្នុងចិត្តថាខ្លួននឹងកំពុងធ្វើអ្វីនៅទីនេះនេះមិនមែនពេលដែលត្រូវមកគេងត្រាំទឹកឲ្យស្រួលខ្លួនបែបនេះទេកាលណាតាណាហើយខ្ញុំកំពុងស្ថិតនៅក្នុងបន្ទប់បែបណាគ្នានេះខ្ញុំមិនដែលបានមកនៅក្នុងបន្ទប់ដែលប្រណិតនិងអស្ចារ្យបែបនេះពីមុនមកសោះហើយថែមទាំងបានស្លៀកពាក់ឈុតរ៉ូបនិងគ្រឿងអលង្ការថ្លៃពីបែបនេះទៀតពិបាកនឹងស្មានតម្លៃរបស់របរទាំងអស់នេះណាស់បន្ទាប់មករ៉េរ៉ាក៏និយាយដោយគោរពថាសូមលោកជំទាវជួយពិនិត្យមើលបន្តិចចាក់សតនេះលេចប៉ះដែលទៅនឹងកញ្ចក់ហើយក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញរូបរាងខ្លួនឯងនេះជាខ្ញុំមែនទេមើលទៅដូចជាខ្ញុំបានខ្លាចជំនួសពេញវ័យទៅហើយដូចជាខ្ញុំកំពុងស្ថិតនៅក្នុងគណៈកិច្ចអញ្ចឹងព្រោះហើយក៏មានសម្លេងស្រែកខ្លាំងពីខាងក្រៅថាព្រះអាចារ្យអធិរាជបានយាងមកដល់ហើយនាងគិតក្នុងចិត្តថាព្រះអាចារ្យអធិរាជនឹងឬព្រះអាចារ្យអធិរាជនឹងយាងមកទីនេះមែនទេរ៉េរ៉ាក៏ចៅអធិរាជបានយាងមកដល់ហើយប៉ុន្តែលេតកំពុងតែស្លោមុខស្លោហត់ដាក់ហើយគិតថាខ្ញុំកំពុងតែច្បោកច្បល់ខ្លាំងណាស់ចាំខ្ញុំមិនយល់ថាមានរឿងអ្វីកើតឡើងនោះទេចាំទៀតខ្ញុំមិនអាចឲ្យព្រះអាចារ្យអធិរាជរងចាំបានទេអញ្ជើញត្រង់ចូលមកចោះព្រះអាចារ្យអធិរាជក៏យាងចូលមកហើយមានបន្ទូលថាចូលចេញទៅក្រៅទាំងអស់គ្នាទៅទុកឲ្យយើងពីរនាក់មានពេលវេលាតខ្លួនបន្ទាប់ពីគ្រប់គ្នាដើរចេញទៅនាងក៏គិតតែក្តីបានបំផុសថាខ្ញុំមានអារម្មណ៍ថាមានអ្វីម្យ៉ាងចម្លែកនៅលើសំឡេងរបស់ព្រះអាចារ្យអធិរាជសំឡេងនេះស្ដាប់ទៅក្មេងខ្លាំងណាស់មិនមែននៅខ្ញុំជឿជាក់ថាព្រះអាចារ្យអធិរាជមានព្រះជំនឿ40ឆ្នាំទៅហើយលេខប្លូមែនមែនទេអូអញ្ចឹងមែនទេតែនេះជាសិស្សច្បងអានរេអានមែនទេគាត់ធ្វើមុខម៉ាត់ដែលពិបាកនឹងយល់ខណៈពេលដែលលេតក៏សួរដោយភាពច្បោកច្បល់ថាសួរសិស្សច្បងមែនទេមិនបានជាសិស្សច្បងមកនៅទីនេះបានពេលនោះហើយអានក៏និយាយដោយត្រង់ថាខ្ញុំក៏មិនដឹងថាមានរឿងអ្វីកើតឡើងដែរពេលដែលខ្ញុំបាក់កំភ្នែកឡើងខ្ញុំឃើញខ្លួននឹងកំពុងនៅក្នុងពាក្យបំរាជច្វាំងមិនមែននៅសាលាទៀតទេអញ្ចឹងកន្លែងនេះគឺជាប្រាបំរាជច្វាំងមែនទេលេតក៏ក្នុងចិត្តអញ្ចឹងនេះហើយមែនទេមូលហេតុដែលវាអស្ចារ្យខ្លាំងដល់ថ្នាក់នេះតែមានរឿងអ្វីបានជាពួកគេចាប់អារម្មណ៍នឹងខ្ញុំខ្លាំងម្ល៉េះគិតបែបនេះលេតដល់ឆ្ងល់ហើមចោះលោកខ្លាយជាអធិរាជតាំងពីពេលណាទៅពូព្រះជាអធិរាជអត្រីអានឆ្លើយចោះនាងវិញខ្លាយជារាជនាងតាំងពីពេលណារឿងនេះធ្វើឲ្យនាងភ្ញាក់ផ្អើលដោយត្រូវរន្ទះបាញ់អីគេណានាងគិតក្នុងចិត្តថាខ្ញុំរៀបការជាមួយគេនឹងហេតុអ្វីបានជានាងក៏របស់ខ្ញុំខ្លាយទៅជាបែបនេះទៅវិញអត្រីអានធ្វើសញ្ញាដៃដើម្បីយើងគួរតែយល់ពីស្ថានភាពសិននាងវិញមុនទៅលេខដាច់ឆ្លើយដោយស្មោះត្រង់បន្ទាប់ពីលេអ្នករួតលបនោះខ្ញុំក៏បានដេកឡក់នៅលើក្នុងអនិវាសិកដ្ឋានតែពេលភ្ញាក់ឡើងខ្ញុំក៏មកនៅទីនេះគ្រានោះអរ៉ានក៏និយាយឡើងថាខ្ញុំក៏ជួបបិទពីសោះដូចជានាងដែរបន្ទាប់ពីហាត់ដោយហត់អីនៅលើទីលានខ្ញុំក៏ត្រឡប់ទៅបន្ទាប់ហើយដេកឡក់យ៉ាងស្កប់ស្កល់ដល់ពេលភ្ញាក់ឡើងខ្ញុំក៏មកលេចមុខនៅទីនេះហើយមកចង់ចាំឡើងវិញនោះគិលិតការខ្ញុំមានអារម្មណ៍ថាខ្លួននឹងបានវង្វេងចូលទៅក្នុងសុបិនដ៏ចម្លែកមួយតែរូបភាពទាំងនោះក៏មិនតែចម្លងរសាត់បាត់ទៅលីដែលគិតយ៉ាងច្រាលជ្រៅគេក៏ដូចគ្នាដែររឿងនេះក៏ដូចគ្នានឹងខ្ញុំដែររឿងតែមួយក៏ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ចម្លែកគឺរឿងសុបិននោះសុបិនមិនច្បាស់ស្លាស់ក៏បាទទោះបីខ្ញុំគិតច្រើនពីវាបណ្ណាក៏ដោយក៏ខ្ញុំមិនអាចស្វែងរកចម្លែកពីវាបានដែរក្នុងពេលដែលលើកំពុងតែគិតអរិអានក៏កាត់សម្ដីរឿងនោះຕົកនិយាយគ្នានៅពេលក្រោយចោះឥឡូវនេះនាងនៅតែខ្ញុំមកញ៉ាំអាហារពេលព្រឹកបែបស្ដេចជាមួយគ្នាសិនទៅលេខគិតក្នុងចិត្តអាហារពេលព្រឹកបែបស្ដេចអីយ៉ាងហ្នឹងទៅញ៉ាំជាមួយព្រះមហាក្សត្រអត់មកអីនោះមែនទេរួចហើយអ្នកទាំងពីរក៏ដើរទៅបន្ទប់អាហារពេលទៅដល់នាងមើលទៅនោះចំពោះមុខហើយគិតថាបរិបទដែលអង្គុយចំដាលនោះគឺព្រះមហាក្សត្រមកអញហេតុអ្វីរឿងនេះធ្វើឲ្យខ្ញុំស្ទើរតែឈួតទៅហើយវាពិតជាឆាមឆ្កងខ្លាំងណាស់ដល់ថ្នាក់ខ្ញុំមានអារម្មណ៍ថាអាហារដែលកំពុងញ៉ាំនេះស្ទើរតែដូចកំពុងទំពាកដាស់ស្ងួតអីចឹងព្រះមហាក្សត្រអានមកអញក៏មានបន្ទូលឡើងដល់បំបីភាពស្ងាត់ស្ងៀម4ឆ្នាំហើយណាដែលកូនបានឡើងគ្រងរាជ្យនោះទៅបែបនេះក៏ភ្ញាក់ផ្អើលក្នុងចិត្តឆ្លើយឆ្ងល់ថា4ឆ្នាំហើយមែនទេអធិរាជឃើញដូចនោះក៏ភ្ញាក់ផ្អើលហើយសួរនាងថាកូនសុខសប្បាយតបទៅវិញថាចាកូនសុខសប្បាយជាធម្មតាទេម្ចាស់ពុកចំណែកកៅអីរៀនខ្ញុំសោះឲ្យលើកដៃចាប់រួចចប់ថាពេលវេលាពិតជាកន្លងទៅលឿនណាស់មែនទេគ្រាន់តែលើកកែវមកផឹកក៏ត្រូវដាក់ស្លុតនឹងសម្ដីទាំងនោះនាងគិតក្នុងចិត្តថាលោកបងមិនដែលបានឡើងគ្រងរាជ្យជាផ្លូវការសះតែបែរជាអីធ្វើខ្លួនបានស្ងប់ស្ងាត់ដល់ថ្នាក់នេះទៅកើតរឿងនេះពិតជាពិបាកយល់ណាស់បងគឺជំនួសតែម្នាក់គាត់ដែលហាន់ថាចំពោះមុខអតីតអធិរាជដែលធ្វើមុខស្ងើចបែបនេះពិតជាគួរឲ្យស្ងើចមែនហើយស្នាមញញឹមមិនស្មោះត្រង់នោះទៀតទៅវាជារឿងអ្វីទៅហេតុអ្វីបានជាគ្មានទឹកមុខត្រជាក់ស្រែបហើយគួរឲ្យខ្លាចបែបនេះជាពិសេសនៅចំពោះមុខកពុករបស់គាត់បែបនេះក្នុងពេលដែលនាងកំពុងតែចិត្តអណ្ដែតអណ្ដូងនោះអតីតអធិរាជក៏ខាងភាពមិនប្រកបទើបសួរថាកូនស្រីសម្លាញ់តើប៉ុន្មានថ្ងៃនេះកូនមានអារម្មណ៍មិនស្រួលត្រង់ណាល្អអត់ទេពាក្យថាកូនស្រីសម្លាញ់ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមិនស្រួលខ្លួនតតែសោះហើយនាងក៏ទៅវិញថាអត់ទេអត់មានអ្វីតែចាប់ពុកហាកូនមានអារម្មណ៍ថាសប្បាយចិត្តណាស់អធិរាជមានអារម្មណ៍អន់ចិត្តបន្តិចហើយដបថាអញ្ចឹងទេអីថ្ងៃនេះឃើញកូនធ្វើមុខសពុនទៅពុកសួរនាំមើលនឹងណារាល់ពេលដែលកូនពុកថាលោកពុកបែបនេះពុកពិតជាមានអារម្មណ៍ថាមានក្តីសុខខ្លាំងណាស់នៅពេលនោះលាតក៏គិតថា
តាមនោះនំអ្នកនោះជាខ្ញុំពិតមែនឬเปล่าប្រកាសជាមិនមែន lead flow នោះទេប្រហែលជាលើកឲ្យឈ្មោះវីផ្សេងដែលត្រឹមត្រូវជាងនេះខណៈដែលនាងកំពុងតែគិតបែបនោះក៏ងាកកាត់ទៅឃើញរុន2ដើម្បីកុំឲ្យសាច់ចេញរួចនាងក៏អូសក្នុងចិត្តថាពិតជាមិនយត់ថតសោះគាត់បានអង្គុយសើចបែបនេះហេតុអ្វីបានជាគាត់មិនជួយធ្វើទៅមានអារម្មណ៍អាក់អួលហើយញឹមស្ងួតមុននឹងដប់ទៅថាចាស់ដោយសារតែអ្នកទាំងពីរកំពុងនិយាយគ្នាយ៉ាងសប្បាយរីករាយតើបក៏មិនហានរំខានហូរួចក៏មានអារម្មណ៍មិនសូវច្បាស់ឡាស់ក្នុងចិត្តទេអូនគ្រាន់តែញញឹមឬធ្វើអ្វីដែលអូនចង់ទៅខ្ញុំមិនដូចជាអ្នកទេរៀមច្បងហើយខ្ញុំមិនពូកែសម្ដែងដូចជាអ្នកឡើយព្រះចាធិរាមានបន្ទោដោយភាពរីករាយរួចងាកទៅមើលអេដ្រៀនពុកយល់ហើយបណ្ដៃនៅពេលដែលលោកពុកឃើញស្នាមញញឹមរបស់កូនក៏ខ្លាចហើយជិបសិនបើមានកូនមែននោះច្បាស់ជាគួរឲ្យស្រឡាញ់ដូចជាកូនថ្ងៃនេះមិនខានមែនទេអេដ្រៀនមានអារម្មណ៍ថាមិនសូវស្រួលក្នុងចិត្តបណ្ដៃនៅតែឆ្លើយតបបាទពិតជាគួរឲ្យស្រឡាញ់ណាស់ព្រះចាអធិរាជញាក់ក្បាលហើយមានបន្ទូលថាពិតជាត្រឹមត្រូវហើយចោះពេលណាទៅបុពុកបានពោចែកទៅបន្ទាប់ពីព្រះចាអធិរាជមានបន្ទូលចប់តស្លុតខ្លាំងរហូតដល់ខ្ជាក់ទឹកពេញមុខអេដ្រៀននៅពេលដែលគាត់កំពុងតែស្ងាត់ស្ងាត់ចំណែកឯព្រះចាអធិរាជវិញកំពុងតែបើកមាត់ធំកូននៅសុខសប្បាយទេអេដ្រៀនយកកន្សែងជូតមុខរួចឆ្លើយតបទោះបីជាក្នុងចិត្តកំពុងតែមិនពេញចេញចិត្តខ្លាំងក៏ដោយពេលនៅជាមួយនឹងព្រះបតាកូនសុខសប្បាយទេកូនសប្បាយមែនកូនអត់អីទេបាទព្រះចាអធិរាជមានបន្ទូលដោយព្រួយបារំផាយក្រោកឈរឡើងលោកពុកនឹងចេញទៅឥឡូវនេះកូនចង់ទៅជាមួយពុកទេកូនប្រុសអេដ្រៀនមិនបាច់ទេព្រះបតាកូនចង់ចំណាយពេលខ្លះជាលក្ខណៈអីកញ្ជូនជាមួយនឹងព្រះមហេសីព្រះអតីតចាធិរាជមានអារម្មណ៍ថាត្រជាក់ដូចទឹកកកចំពោះពាក្យសម្ដីនេះព្រះមហេសីពួកយើងតែងតែហៅគ្នាដោយឈ្មោះហៅក្រៅដែលធ្លាប់តែហៅដូចជាមិនក៏អ្នកទាំងពីរឆ្លោះគ្នាអញ្ចឹងអត់ទេព្រះបតាកូនគាត់តែចង់ចំណាយពេលផ្ទាល់ខ្លួនជាមួយលីដែរនៅក្នុងពេលនោះក៏និយាយខ្ញុំចិត្តដោយការព្រួយបារម្ភចប់ព្រះបតាគាត់កំពុងតែខាំថ្មិញហើយនោះព្រះចាអធិរាជបើកការសម្រោះសម្រួលដែលធ្វើឲ្យអ្នកទាំងពីរអស់ចម្រើទៀតអ្នកទាំងពីរទៅតែរៀបការបាន3ឆ្នាំប៉ុណ្ណោះតើអ្នកទាំងពីរគួរតែបង្កើតភាពជិតស្និទ្ធនឹងគ្នាឲ្យបានខ្លាំងជាងនេះទៅដល់ពេលដែលអ្នកទាំងពីរត្រូវសម្រេចចិត្តហើយណាបន្ទាប់ពីព្រះចាអធិរាជយើងចេញទៅហើយនៅហូតសល់តែ2នាក់អេដ្រៀនចាប់ផ្ដើមចំអាកហាក់អូនធ្វើបែបនេះដាក់បងដោយចេតនាមែនទេមិនមែនអញ្ចឹងមែនទេពេលនេះបានត្រឹមតែឆ្លើយតបដោយការព្រួយបារម្ភមិនមែនដោយរាល់ដងដែលតែងតែចំអកឡើយរៀមច្បងគួរតែស្ងប់អារម្មណ៍បន្តិចទៅអេដ្រៀនបងធំក្លិនអ្វីចម្លែកនៅលើមុខរបស់អូននឹងងាកមុខចេញទៅកន្លែងផ្សេងរួចឆ្លើយតបនោះគ្រាន់តែជាអ្វីដែលបងស្រមីទៅតាមនោះទេអ្វីដែលបងស្រមីមែនទេតែទោះជាយ៉ាងណាអ្វីដែលសំខាន់បំផុតពេលនេះយើងគួរតែស្វែងយល់ពីស្ថានភាពនៅពេលនេះសិនសំខាន់បំផុតគឺកន្លែងនេះគឺជាអនាគត5ឆ្នាំបន្ទាប់ពីខ្ញុំបានបញ្ចប់ការសិក្សានឹងឡើងគ្រងរាជ្យហើយពួកយើងបានរៀបការនឹងនៅជាមួយគ្នា3ឆ្នាំហើយនិយាយដល់ត្រង់នេះទាំងពីរអ្នកក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយនាងក៏គិតក្នុងចិត្តថារឿងនេះវាឈ្ងុយខ្លាំងណាស់ប្រហែលជាខ្ញុំកំពុងតែសល់មើលសម័យមែនហើយតើវាអាចទៅរួចដែរឬទេពេលវេលានេះគឺ5ឆ្នាំក្រោយនៅមែនទេហើយខ្ញុំនេះបែរជាបានរៀបការជាមួយគេក្នុងចំណោមមនុស្សជាច្រើនទៅវិញពិតជាសុបិនអាក្រក់ដូចបាននិយាយមែនខ្ញុំសង្ឃឹមថាវាគ្រាន់តែជាសុបិនមួយប៉ុណ្ណោះអេដ្រៀនក៏ឆ្លើយដល់ភ្លាមភូមិថាបងក៏សង្ឃឹមបែបនេះដែរនិយាយថារៀមច្បងអើយគេតែនិយាយគឺថាមនុស្សរបស់យើងនឹងមិនមានអារម្មណ៍ជឿចាប់ទេប្រសិនបើយើងកំពុងតែយល់សឹកទឹកប៉ុន្តែអេដ្រៀនក៏ឆ្ងល់ថាចាប់បែបហ្នឹងហើយយ៉ាងម៉េចទៀតឆ្លើយតបថាប្រសិនបើខ្ញុំកំភ្លៀងបងធានាថាបងច្បាស់ជាមិននឹងស្ងៀមឡើយមែនទេអេរៀននិយាយដោយអែលមើលថានាងសួររឿងដែលច្បាស់ស្រាប់ហើយគិតតែក្តីនេះព្រួយបារម្ភថាបាទដូច្នោះមានវិធីតែមួយគាត់ហើយគិតបែបនេះក៏តែកំភ្លៀងខ្លួនអញភ្លាមដើម្បីផ្ទៀងផ្ទាត់បន្ទាប់មកនាងមានអារម្មណ៍ឈឺទៅស្រែកថារៀមច្បងអើយអេរៀនធ្វើមកព្រួយបារម្ភហើយនិយាយថាលើមើលទៅនាងគួរឲ្យខ្លាចណាស់ហេតុអ្វីបានជានាងធ្វើបែបនេះទៅវិញពេលនោះមានអារម្មណ៍ឈឺសែបហើយវាពិតជាជឿមែនអេរៀនតែហាក់ដូចជាអញចឹងមែនហើយរួចក៏ដឹងខ្លួនថាអញ្ចឹងនេះមិនមែនជាសុបិនទេប៉ុន្តែអេរៀនដែលលេងសើចបន្តិចហើយនិយាយថានាងទៅតែឃើញរឿងដែលមិនគួរឲ្យជឿមួយហើយបាននិយាយឲ្យធ្ងន់ធ្ងរទៅមានការណាភ្ញាក់ឲ្យផ្អើលរៀមច្បងតើអ្នកណាទៅតែកំភ្លៀងខ្លួនអីយ៉ាងខុសខើបែបនេះដែរពិតជាមិនអាចយល់បានឡើយតែនាងមិននឹងទៅតែខ្លួននឹងកំពុងស្ថិតក្នុងតំណែងជាមហេសីបើសិនបើមាននរណាម្នាក់ឃើញទស្សនភាពនេះទៅនឹងទៅជាយ៉ាងណាហឹមមានអារម្មណ៍រងានិងអៀនខ្មាស់
នាងក៏និយាយកណាហើយដែរអញ្ចឹងមិនអីទេទោះជាយ៉ាងណានាងក៏បានដឹងច្បាស់ហើយថានេះមិនមែនជាសុបបន្តិចហើយដែលសំខាន់បំផុតដែលយើងត្រូវធ្វើឥឡូវនេះគឺត្រូវប្រឈមមុខនឹងស្ថានភាពនេះដោយត្រង់ហើយធ្វើកម្មភាពយ៉ាងណាដើម្បីកុំឲ្យអ្នកដទៃសង្ស័យខ្ញុំយកពីបញ្ហានេះហើយបណ្ដៃចុះអ្នកមិនខ្លាចទៅរៀមច្បងបន្តមកលេខក៏អន់មុខចុះដោយក្តីបារម្ភកើតក្នុងចិត្តថាមើលទៅគាត់ប្រហែលជាមិនអីទេមើលទៅហាក់ដូចជាគាត់នឹងអាចដោះស្រាយស្ថានភាពនេះដោយស្ងប់ស្ងាត់ចំពោះក៏ខ្ញុំគឺមិនដូចឆ្នោតទេខ្ញុំគ្រាន់តែចូលគេងហើយពេលភ្ញាក់ឡើងខ្ញុំក៏ខ្លាចជាខ្លួនខ្ញុំនៅ5ឆ្នាំក្រោយហើយខ្ញុំថែមទាំងខ្លាចជា5មហាសីទៀតអ្វីគ្រាប់យ៉ាងពិតជាចម្លែកខ្លាំងណាស់មនុស្សដែលខ្ញុំមិនស្គាល់សោះហាក់ដូចជាស្គាល់ខ្ញុំយ៉ាងច្បាស់តែខ្ញុំខ្លាចជាមនុស្សបែបបណ្ណានៅក្នុងអនាគតទៅហើយតែខ្ញុំគិតអ្វីទៅចង់ទៅការជាមួយអ្នកទៅវិញរៀមច្បងអត្រីអានក៏និយាយឡើងដោយខ្ញុំស្ងាត់ថាសំបីតែខ្ញុំបន្តមកគាត់ក៏បែកខ្នងរៀបនឹងដើរចេញហើយនិយាយថាឈប់សិនទៅត្រឡប់ទៅបន្ទោរបស់នាងវិញទៅរត់លេខក៏ដាក់តែអ្នកចង់មានន័យយ៉ាងណានៅពេលដែលនិយាយថាសំបីតែខ្ញុំបើខ្ញុំចង់ទៅឲ្យខ្ញុំគេមិនលល់ឡើយមានរឿងអ្វីទៅគ្មាននឹងកតេនាងចូលទៅក្នុងក៏មិនតបទៅគូស្រីចុះតែអ្នកកំពុងតែព្យាយាមនិយាយអ្វីអត្រីអានស្ងាត់មួយសន្ទុះរួចឆ្លើយថាបើខ្ញុំនិយាយថាខ្ញុំក៏បានតែនោះតើនឹងមានរឿងអ្វីលេខមានការភ្ញាក់ផ្អើលចុះបើអីចឹងទៅមានរឿងអ្វីទៅហេតុអ្វីបានជានិយាយឲ្យបែរជាចប់ទៅវិញពេលនោះអារ៉ែនក៏មានភ្នែកឆ្លើយថាខ្ញុំគ្រាន់តែគិតថាវាមិនចាំបាច់ត្រូវនិយាយចេញមកនោះទេលេខក៏និយាយថាបើអ្នកមិននិយាយទេក៏គ្មាននរណាម្នាក់ដឹងដែរអាត្រីអានក៏ឆ្លើយដោយអផ្សុកថាតើនាងចាំបាច់ត្រូវតែដឹងមែនទេបើអ្នកមិននិយាយទេអ្នកដទៃនឹងយល់ច្រឡំហើយតើអ្នកគិតបែបនេះដែរឬទេប្រឹកអត់ជាហើយបើអ្នកមិននិយាយចេញទេអ្នកដទៃក៏មិនដឹងដែររួចនាងក៏គិតក្នុងចិត្តថាទោះបីជាខ្ញុំមានភាពឆ្លាតប៉ុណ្ណាដោយខ្ញុំក៏មិនអាចអានចិត្តអ្នកដទៃបានដែរអាត្រីអានក៏និយាយកាត់ថាឆ្អែតចិត្តណាស់មានយកចំណែករមុកទាំងហត់ហើយស្រែកយ៉ាងខ្លាំងថាព្រាមហាលេខឃើញដូចនេះក៏សួរថាអ្នកថាគាត់ជានរណាអាត្រីអានឆ្លើយថាប្រហែលជាយកជំនួសរកក្តាំងយំហើយនិយាយថាហាស្បាតមែនហើយទ្រង់កំពុងតែនៅជាមួយព្រះមហេស្តើអ្នកណាក៏ដឹងពីតំណែងតំណងដ៏ជិតស្និទ្ធរបស់ទ្រង់ដែរប៉ុន្តែទ្រង់កុំខ្ជិលអឹសអោយសោះណាប៉ុន្តែនឹងអេដ្រីអានមានអារម្មណ៍ថាតូចត្រង់ណាស់នាងគិតក្នុងចិត្តមិនដឹងថាទៅថែនគរទៅជាយ៉ាងណាទេតើយើងទាំងពីរនាក់បានឲ្យអ្នកនេះផឹកអ្វីចូលទៅបានជានិយាយពាក្យសម្ដីបែបនេះចេញមកបានអេដ្រីអានក៏បែរទៅនិយាយជាមួយលីតទោះជាយ៉ាងណាក៏ដោយបងត្រូវតែទៅឲ្យចាំជួបគ្នានៅពេលក្រោយណាអូនក៏ឆ្លើយតបទៅវិញតាមសម្រួលថាចាស់សាបងធ្វើការដោយយកចិត្តទុកដាក់ផងណាបន្ទាប់ពីអេដ្រីអានចាក់ចេញទៅក្មេងប្រសពណោតក៏និយាយជាមួយនាងដោយគួរសមថាខ្ញុំសូមទោសត្រង់ដែលមិនបានគោលតាមបែបតែឲ្យបានត្រឹមត្រូវការពីមុននេះព្រះមហេសីញញឹមដោយសុភភាពរួចឆ្លើយថាក៏ប៉ុន្តែនាងក៏ក្នុងចិត្តដោយពិចារណាលើអ្វីដែលនាងបានឃើញមុននេះមើលទៅហាក់ដូចជាគ្មាននរណាម្នាក់ហានខឹងឬហានមកអ្វីឡើយរួចហើយក្មេងប្រុសនោះក៏និយាយថាហើយតាមពិតទៅនៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះក៏សួរដោយក្តីព្រួយបារម្ភថាអ្វីណាការចងចាំរបស់ខ្ញុំថ្មីនេះវាកាន់តែសាបលាបតើមានរឿងអ្វីកើតឡើងក្នុងសប្តាហ៍កន្លងទៅនេះឬក្មេងប្រុសនោះឆ្លើយដោយភាពភ័យខ្លាចថាវីទៅត្រង់ផ្លេចហូតដល់ថ្នាក់នេះផងឬអូបើត្រង់មានអារម្មណ៍ថាមិនស្រួលខ្លួនខ្ញុំនឹងហៅគ្រូពេទ្យមកពិនិត្យត្រង់ភ្លាមតែម្ដងរឿងនោះមិនមែនជារឿងអ្នកណាផ្សេងទេគឺជារឿងរបស់ត្រង់ផ្ដោតតែម្ដងនាងឆ្ងល់ក្នុងចិត្តថាតើដំណោះជារឿងអ្វីទៅបន្តិចក្រោយមកខណៈដែលលេតកំពុងដើរក្នុងសាលនៃព្រះបរមរាជវាំងរ៉េរ៉ាក៏ដើរចូលមកចិត្តហើយសួរថាតើត្រង់សោយអាហារពេលព្រឹកបានឆ្ងាញ់ដែរឬទេប៉ុន្តែកំពុងតែវិញស្មារតីក៏ឆ្លើយដោយចៃដន្យថាអ្វីណាអំបានឆ្ងាញ់ទៅរួចហើយនាងក៏គិតក្នុងចិត្តអាហារគឺឆ្ងាញ់ពិតមែនប៉ុន្តែបញ្ហាគឺដំណឹងដែលខ្ញុំបានបន្តពីនោះទៅវិញទេនាងចាំពាក្យដែលក្មេងប្រុសនោះបានប្រាប់ការពីមុននេះបានវាគឺជាពិធីខួប3ឆ្នាំហើយរៀបអភិសេករបស់ទ្រង់នឹងព្រះចៅអធិរាជនោះឯងរួចហើយរបស់កភ្នែករបស់នាងក៏កន្ត្រាក់បន្តិចពិធីខួបមង្គលការនឹងតែខ្ញុំត្រូវធ្វើដោយចំណេចទៅគាត់បាននិយាយថាខ្ញុំមិនអាចធ្វើអ្វីបានឡើយនៅចំពោះមុខមនុស្សជាច្រើនខ្ញុំសម្បីតែមិនដឹងផងថាធម្មតាគាត់តែងតែប្រព្រឹត្តយ៉ាងដូចចំណេចនោះរួចហើយរ៉េរ៉ាក៏យកដៃទៅស្ទាបថ្ងាសរបស់ដោយក្តីបារម្ភហេតុអ្វីបានជាអ្នកនិយាយដោយសំឡេងខ្សោយបែបនេះអ្នកមិនបានគ្រុនក្តៅឯណាតបដោយស្ងប់ស្ងាត់ថាហាពិតមែនហើយខ្ញុំមិនអីទេរ៉េរ៉ានៅតែមានអារម្មណ៍មិនសូវស្រួលនិងបារម្ភក្នុងចិត្តលោកស្រីរបស់ខ្ញុំថ្ងៃនេះមើលប្លែកណាស់កើតដោយភាពតានតឹងថានយើងគួរធ្វើដោយចំណេចទៅនេះរៀមច្បងអាយហាក់ដូចជាមិនតាន់មានរឿងអ្វីកើតឡើងផងតែខ្ញុំបែរជាធ្វើខ្លួនឲ្យមានការសង្ស័យទៅវិញរួចនាងក៏និយាយដោយខ្មាស់ថាខ្ញុំគិតថាខ្ញុំក៏ធ្វើខ្លួនដោយរដងហ្នឹងរ៉េរ៉ាហាខ្ញុំដឹងច្បាស់ណាស់រ៉េនៅតែជាមនុស្សដែលមានចិត្តកក់ក្ដៅហើយខ្ញុំក៏នៅតែស្រឡាញ់និងគោរពអ្នកដដែលយ៉ាងណាក៏ដោយប៉ះសិនបើមានបញ្ហាអ្វីដែលខ្ញុំអាចជួយបានសូមអ្នកកុំស្ទាក់ស្ទើរក្នុងការប្រាប់ខ្ញុំឲ្យសះណាអ្នកធ្លាប់ជួយសង្គ្រោះជីវិតខ្ញុំម្ដងរួចចំហើយតែលេកាត់ក្នុងចិត្តថាខ្ញុំយល់ហើយនៅក្នុងអាណាក៏ខ្ញុំនឹងនាងមែនគ្រាន់តែជាតំណែងតំណងដោយសារអ្នកបំផ្លាត់តាហើយវាខុសគ្នាដាច់ស្រឡះបើប្រៀបធៀបជាមួយអ្នកបម្រើនៅភូមិគ្រឹះរបស់លោកកុង
មិនមែនដោយសារតែទីនេះជាព្រះបរមរាជវាំងហើយខ្ញុំជាមហេសីនោះទេក្នុងក្រសែភ្នែករបស់នាងមានតែភាពជឿជាក់យ៉ាងមុតមមនឹងការកត់សរសើរតែប៉ុណ្ណោះតែពិតជាមានរឿងអ្វីកើតឡើងរវាងខ្ញុំនិងរេរ៉ាទៅនឹងការដែលត្រូវមនុស្សម្នាក់បែបនេះស្រឡាញ់ណាស់ប្រាក់ដាច់ជារឿងដែលមានសភុំកលបំផុតក្រសែភ្នែកដែលពុះពេញដោយក្តីស្រឡាញ់នោះមិនមែនជាការសម្ដែងឡើយញញឹមបន្តិចចតត្រាណារេរ៉ាក្នុងចិត្តនាងកំពុងស្រែកធ្ងរដោយការថេញថប់អូខ្ញុំនៅកាលណាខ្លាំងណាស់បដូរឈុតទៅកាន់ព្រឹកថ្ងៃបន្ទាប់នៅបន្ទាប់តែក្នុងព្រះបរមរាជវាំងនេះគឺជាព្រឹកទី2ចាប់តាំងពីខ្ញុំបានមកដល់អនាគតការដែលនៅជាមួយរៀមច្បងតាំងពីព្រឹកព្រលឹមបែបនេះធ្វើឲ្យខ្ញុំមានអារម្មណ៍អៀនខ្មាសខ្លាំងណាស់រួចនាងក៏សួរនាំដោយភាពរហ័សរហួនថាតើអ្នករបស់ការងាររួចរាល់ហើយឬនៅ Adrian ការងារមិនច្រើនដូចដែលយើងបានគិតទុកនោះទេហាក់ដូចជាការិយាល័យកណ្ដាលបានអាស្រ័យរកបញ្ហាបានយ៉ាងរលូនហើយរឿងដែលសំខាន់ជាងនេះទៅទៀតនោះគឺនាងមិនបានធ្វើអ្វីឲ្យមានការសង្ស័យមែនទេតបដោយកុហកថាពិតជាគ្មានឡើយ Adrian មានលំថាមានអ្វីមិនប្រក្រតីមើលទៅនាងប្រដាច់ជាមានធ្វើមែនទេមែនអត់ដងហាមធំរួចកាត់ក្នុងចិត្តថានោះហើយជាមូលហេតុដែលគេតែងតែនិយាយថាមនុស្សចំនួនមុនតែងតែមានតពីសតច្រើនជាងវាសុទ្ធតែមានហេតុផលរបស់វាតែទាំងនោះឯរឿងសំឡេងការផ្ដាច់ខ្សែរេរបស់នាងនិយាយអញ្ចឹងខ្ញុំក៏មានរឿងមួយចំនួនចង់ប្រាប់នាងដែរនាងណាចាប់បានឲ្យសោះណាយល់នេះក៏ឆ្លើយដប់ថាខ្ញុំនឹងមិនបង្កកំហុសទៀតឡើយ Adrian ធ្វើមុខមមរួចចង្អុលទៅកាន់មិនមែនទេវាជារឿងស្រដេចគ្នាប៉ុន្តែវាខុសគ្នានាងត្រូវតែប្រកាសចិត្តអំពីទូនាទីរបស់នាងមានការងឿងឆ្ងល់ទូនាទីរបស់ខ្ញុំចឹងឬទៅទូនាទីជាព្រះមហេសីនោះអីទូនាទីមួយនោះមិនងាយស្រួលដូចនាងកាត់ឡើយណាប៉ុន្តែដែលកំពុងតែខឹងក៏ទះតែមួយកំភ្លៀងរួចក្រោកឈរឡើងនិយាយខ្លាំងមេថាខ្ញុំក៏មិនបានមើលស្រាលវាដែរ Adrian បន្ទន់សម្លេងចោះជាងមុនបន្តិចរួចឆ្លើយដប់ថាបើអញ្ចឹងក៏មិនអីដែរយ៉ាងណាមិញនឹងផ្ដោតចំណាំអារម្មណ៍មកលើនាងក្នុងនាមជារាជមហេសីនៅមានមនុស្សជាច្រើនទៀតដែលកំពុងតែសម្លឹងមើលដំណែងនោះពួកគេនឹងព្យាយាមរកចំណុចខ្សោយរបស់នាងហើយបើនាងបង្ហាញចន្លោះប្រហោងណាមួយឲ្យពួកគេឃើញនោះវាក៏នឹងប៉ះពាល់ដល់ខ្ញុំដូចគ្នាដែររៀមច្បងអាយមើលទៅអ្នកហត់នេះណា Adrian ថេញថប់ហើយឬខ្លួនខ្ញុំនៅក្នុងអនាគតប្រហែលជាកំពុងធ្វើរឿងអ្វីមួយតែមិនថែរក្សាសុខភាពខ្លួនទៀតហើយសម្លឹងមើលទៅ Adrian សាភ្នែកដល់ពេញទៅដោយភាពជឿជាក់យ៉ាងណាក៏ដោយខ្ញុំបានយកពីអ្វីដែលលោកចង់និយាយហើយសរុបមកវិញគឺលោកចង់ឲ្យខ្ញុំធ្វើខ្លួនឲ្យល្អឯកខ្ចោះដើម្បីកុំឲ្យគេសង្ស័យមែនទេនៅកណ្ដាលក៏រួចឆ្លើយថាមែនហើយនិយាយថាខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាព Adrian យល់ស្របហើយនិយាយថាល្អណាស់ចំណាយកិច្ចសារភាពពេលនេះដែលនាងភ្ញាក់មកឃើញខ្លួនឯងនៅ5ឆ្នាំខាងមុខក្នុងអនាគតយើងចាំបាច់ត្រូវតែស្វែងរកឲ្យឃើញថាតើមានរឿងអ្វីបានកាត់ឡើងឆ្លើយថាខ្ញុំក៏ចង់រកការពិតអំពីវាទៅជាលោកដែរប៉ុន្តែតើយើងត្រូវរកវាដោយរបៀបណាទៅពេលនេះ Adrian ហើយយើងគ្រាន់តែស្វែងរកទៅទាំងគ្មានគោលដៅអញ្ចឹងទៅចុះជឿកាត់យ៉ាងជ្រៅអ្វីទៅគាត់មិនមកការអ្វីតតែសោះហឺយើងនឹងខិតខំរកការពិតនោះទាំងអស់គ្នាប៉ុន្តែដែលសំខាន់បំផុតនៅពេលនេះគឺអ្វីដែលខ្ញុំទៅតែបាននិយាយប្រាប់អ្នកអំបញ្ញមិញដោយដែលអ្នកបានដឹងហើយថាដល់មួយសប្តាហ៍ទៀតប៉ុណ្ណោះគឺជាគប់3ឆ្នាំនៃថ្ងៃរៀបការរបស់យើងនៅពេលនោះប្រមន្ត្រីទាំងអស់នឹងប្រមូលផ្ដុំគ្នានៅកន្លែងតែមួយដូច្នេះអ្នកហាមធ្វើខុសសាយសាស្ត្រដាច់ខាតបើអ្នកយល់ហើយអីចឹងកិច្ចការថ្ងៃនេះចាប់ត្រឹមនេះចោះខ្ញុំនៅមានរឿងផ្សេងត្រូវដោះស្រាយទៀតចាំជួបគ្នាថ្ងៃស្អែកតាប់យ៉ាងសថនថាកម្រឹងធ្វើការណា Adrian ក៏និយាយបន្ថែមថាទោះបីជាខ្ញុំមិនចង់ធ្វើក៏ដោយក៏ Robin ក្មេងម្នាក់នោះតែជាទៀមខ្ញុំពេញមើលថ្ងៃពីម្សិលមិញបន្តមក Adrian ក៏បែរខាងដៃចេញទៅមុននឹងទៅគាត់បានបែរមកខ្សឹប5នឹងដាច់ថាក៏កុំខ្លាចរហូតដល់ភ័យពេកដែរហើយមិនយល់ក៏សួរថាតែអ្នកចង់និយាយថាក៏មិនហ្វឹកក៏ពោះតែភាពភ័យខ្លាចមែនទេក្នុងពិធីជប់លៀងនឹងកម្មវិធីរនីចំណុចរួមនៃកម្មវិធីរាំជាមួយដៃគូរ៉ាំរបស់អ្នកណាចាប់ដាក់សេដ្ឋានរំបានប៉ុន្តែនោះជាវិធីកំបំផ្លាញសេចក្តីឈ្មោះរបស់អ្នកនៅក្នុងសង្គមនិងតំណែងតំណងសង្គមរបស់អ្នកហើយខ្ញុំពិតជាអន់រឿងរំណាស់ចាប់តាំងពីខ្ញុំធ្វើខុសក្នុងការបង្ហាញខ្លួនលើកដំបូងក្នុងសង្គមកាលពីខ្ញុំនៅក្មេងវាជាសពអនុក្រដ៏គួរឲ្យខ្លាចសម្រាប់ខ្ញុំអ៊ីចឹងអូផ្លេចប្រាប់មួយទៀតកម្មវិធីជប់លៀងនឹងត្រូវចាប់ផ្ដើមដោយការរាំរបស់យើងទាំងពីរមានអារម្មណ៍ច្បោកច្បល់អីចឹងយើងត្រូវតែសម្លាប់ម្ចាស់កម្មវិធីចោលហើយបើយើងសម្លាប់ពួកគេចោលយើងគ្រាន់តែត្រូវការសម្លាប់ម្ចាស់កម្មវិធីប៉ុណ្ណោះកម្មវិធីជប់លៀងនឹងមិនកាត់ឡើងមែនទេកម្មវិធីត្រូវបានរៀបចំរួចរាល់អស់ហើយដូច្នេះទោះបីជាសម្លាប់ពួកគេចោលក៏វាមិនត្រូវបានលុបចោលដែរភ្ញាក់ផ្អើលលើខ្លាំងណាស់ថាមិនអាចទៅដូចទេទៅបញ្ហាវានៅត្រង់ណាទៅលេតបញ្ហាគឺមានជាបញ្ហាមួយដែរទេ Adrian និយាយដាក់នាងយ៉ាងម៉ឹងម៉ាត់ថាថ្ងៃទៀតគឺដល់ថ្ងៃរៀបចំកម្មវិធីហើយនៅចាំអ្វីដែលខ្ញុំបាននិយាយដែរឬទេចាប់សម្ពត់របស់នាងណែនហើយឆ្លើយយ៉ាងស្មោះត្រង់ចាំច្បាស់ណាស់បណ្ដៃតាមពិតទៅខ្ញុំរំមិនបានទេនៅឆ្លើយតបថាខ្ញុំចេះបណ្ដៃហើយអ្នកគិតថាខ្ញុំរំបានល្អមែនទេ Adrian ឆ្លើយយ៉ាងស្ងប់ស្ងាត់
Lõ hơiក្រោកឡើងមកយើងនឹងរំយឺទៅចេញជាមួយគ្នាអ្នកគ្រាន់តែទៅធ្វើតាមខ្ញុំឆើយភ្ញាក់ផ្អើលហើយនិយាយថាអីគេអ្នកចង់ឲ្យខ្ញុំរំនាទីនេះឥឡូវនេះមែនទេអេឌ្រីអានកប់ចង្កេះនាងរួចបោះចំហានត្រូវហើយនិយាយទាំងអួលឡាមកខ្ញុំសុំទោសអេឌ្រីអានតចក៏បង្វើខ្លួនរួចនិយាយថាខ្ញុំប្រាប់អ្នកហើយថាឲ្យដើរតាមចំហានរបស់ខ្ញុំមិនមែនឲ្យដើរជន់ជិះខ្ញុំបែបនេះទេបង្វើខ្លួនតាមតែរបស់អេឌ្រីអានហើយឆ្លើយដោយអៀនខ្មាស់ថាខ្ញុំដឹងហើយប៉ុន្តែតាមពិតទៅពេលដូននាងលោតញាប់ដោយការព្រួយបារម្ភហើយគិតក្នុងចិត្តថាផ្ដោតអារម្មណ៍ទៅត្រូវតែផ្ដោតអារម្មណ៍បានជន់ជើងរបស់អេឌ្រីអានម្ដងទៀតនាងនិយាយទាំងភ័យស្លន់ស្លោថាខ្ញុំសូមទស្សនាអេឌ្រីអានឆ្លើយដាប់ដោយទន់ភ្លន់ថានៃទេអ្នកគ្រាន់តែរំតាមរបៀបដែលអ្នកចង់ទៅចោះនៅក្បែររៀមច្បងខ្ញុំបានវឹកហាត់មិនឈប់ឈររហូតដល់ថ្ងៃលិចចាប៉ុន្មានហើយខ្ញុំបានកំប្រឹងហាត់រហូតដល់ពេលយប់ជ្រៅរាល់ពេលដៃឡើយគ្មានវត្តមានរបស់លោកខ្ញុំតែងតែផ្ដោតទៅលើការហាត់រំរហូតដល់ពេលយប់មកដល់ទៅខ្ញុំឈប់វឹកហាត់ពេលនេះវាជាពេលយប់ទៅហើយមើលទៅក្រៅបង្អួចសម្លឹងមើលព្រះច័ន្ទនឹងថាយ៉ាងម៉េចទេពេលវេលាកន្លងផុតទៅលឿនណាស់ខ្ញុំមានអារម្មណ៍អន្ទះសាខ្លាំងណាស់ហើយគ្រាន់តែចង់ផ្ដោតអារម្មណ៍លើការរំហើយទីបំផុតក៏ដល់ថ្ងៃដែលពួកអភ័យចិនចាប់ផ្ដើមចូលមកក្នុងវាំងនាងកំពុងសង្កេតមើលមនុស្សគ្រប់គ្នាពីក្នុងបន្ទប់ក៏ដល់ចំណុចនេះដៃរបស់នាងក៏ក្តាប់ណែនបង្ហាញពីការតាំងចិត្តដ៏មុតមមនេះជាលទ្ធដំបូងដែលខ្ញុំខំប្រឹងហាត់ដល់ខ្លាំងដល់ថ្នាក់នេះប៉ុន្តែខ្ញុំគិតថាខ្លួននឹងបានកាត់បន្ថយកំហុសបានច្រើនហើយមែនទេបើមានរឿងច្បងនៅទីនេះខ្ញុំពិតជានឹងអួតប្រាប់ពួកគេបានឃើញច្បាស់មិនខានប៉ុន្តែគេគ្រាន់តែសម្លឹងមើលមកខ្ញុំរួចនិយាយថាបងសុំទោសបងជាប់រវល់ការងារច្រើនណាស់ទៅមិនអាចទៅបានខណៈដែល Rubin កំពុងតែអង្គុយយំនៅក្បែរកម្រឹងសាគួរឲ្យស្ដាយណាស់ចាប់តាំងពីថ្ងៃដែលពួកយើងរំជាមួយគ្នាមករហូតមកដល់ពេលនេះគេនៅតែមិនអាចមកលេងខ្ញុំដឹងធ្វើមិនបានពួកប្រតិជប់លេងនេះរៀបចំឡើងដោយសួយរបស់ខ្ញុំឬនិយាយឲ្យចំទៅគឺសួយដែលមកពីអនាគតស្រាប់តែគេបដូរចិត្តហើយសម្លឹងមើលមកខ្ញុំចុះរួចគេក៏និយាយថាប្រហែលជាពួកយើងទាំងពីរនាក់គួរតែសម្រាប់ពួកគេចោលទៅគូខ្ញុំមិនដឹងថាបងសួយរបស់ខ្ញុំកំពុងគិតអ្វីទៀតទេនៅសល់តែថ្ងៃពីថ្ងៃថៃរំរែកហើយអរទេសកំពុងតែម្ដងមួយគីហើយនោះគឺជាតំណាងនៃប្រការដ៏សំខាន់ក្នុងថ្ងៃនោះដោយសារតែជាខួបរបស់ព្រះចក្រធារាជាងព្រះមហេសីទើបធ្វើឲ្យពួកអភិជនស្ទើរតែទាំងអស់ក្នុងចក្រភពសុទ្ធតែមានវត្តមានខ្ញុំក៏មិនមែនជាធម្មតាដែលងាយនឹងបោះបង់ដែរទោះគេយើងហាត់រំឲ្យខ្លាំងដើម្បីបង្ហាញឲ្យអ្នកគ្រប់អ្នកគ្នាបានឃើញពេលនេះរ៉េរ៉ាក៏ដើរចូលមកសម្រាប់ថាទូព្រះបង្គំសូមក្រាបបង្គំទូព្រះមហេសីមានភ្ញៀវម្នាក់ចង់ចូលកព្រះនាងក៏ងាកទៅមុខសួរដោយភ្ញាក់ផ្អើលថារ៉េរ៉ាក៏ឆ្លើយថាគឺជំទាវបុរិឈិធាមានអារម្មណ៍ចម្លែកចិត្តហើយសួរថាអាសអ្នកណាដែលមកទីនេះរ៉េរ៉ាក៏ឆ្លើយដប់យ៉ាងគប់ថាជំទាវ Beauty Chitia មានបំណងចង់ចូលកព្រះនាងបន្ទាប់ពីរ៉េរ៉ានិយាយចប់ក៏ភ្ញាក់ខ្លួនព្រឺព្រួចហើយគិតក្នុងចិត្តថាទៅបច្ចុប្បន្នស្រីប៊ីរីមអ្នកនោះមែនឬមុនពេលដែលទៅដល់ពេលវេលានៅអនាគតក្នុងអំឡុងពេលដែលរៀននៅសាលាពេកភាពដែលស័ក្តិសមបំផុតសម្រាប់តំណែងព្រះមហេសីមនុស្សម្នាក់ដែលសូម្បីតែធ្លាប់បាននិយាយគ្នាពីរឿងរៀបការជាមួយបងសវ័យរបស់ខ្ញុំមិនមែនជាអ្នកណាផ្សេងទេគឺស៊ូវីឈីទីអឹងហើយបងស្រីម្នាក់នោះស្អប់ខ្ញុំតែយ៉ាងណាក៏ដោយបណ្ដាហើយគាត់តែបងស្រីគឺទីនេះអញដែលខ្លាយជាព្រះមហេសីថ្មីទៅត្រូវដល់ពេលនោះខ្ញុំនឹងរីករាយសួរសុខទុក្ខអ្នកគ្រប់គ្នាបែបថាឲ្យអ្នកទាំងអស់គ្នានៅសុខសប្បាយទេខ្ញុំរៀនចប់ហើយណាខណៈពេលដែលបងស្រី Beauty បាយជាកំពុងអង្គុយសុខស្រួលក្នុងតំណែងព្រះមហេសីទៅវិញប្រហែលជាតាំងពីថ្ងៃដែលខ្ញុំរៀនចប់មកខ្ញុំឡើងខ្វល់ខ្វាយអ្វីច្រើនទៀតហើយព្រោះខ្ញុំគិតថានោះគឺជាពេលដែលគ្រប់យ៉ាងបានបញ្ចប់សម្រាប់ខ្ញុំតែពេលនេះខ្ញុំបែរជាខ្លាយជាព្រះមហេសីនិងជាព្រះយារបស់ទ្រង់ទៅវិញពេលនេះមិនដែលធ្លាប់ជាសឹកច្បងរបស់ខ្ញុំក៏មកសំជួបមុខខ្ញុំមិនប្រាណទេថាខ្ញុំអាចបិទបាំងរឿងនេះបានឬអត់ប៉ុន្តែប្រសិនបើខ្ញុំព្យាយាមកេជវិច្បាប់ពេលនៅទីនេះនោះវានឹងកាន់តែងាយស្រួលក្នុងការតាក់ទាញការចាប់អារម្មណ៍មកហើយខ្ញុំក៏មិនបានគិតថាចង់កេជវិពីវាដែរអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅបាទចាស់សូមត្រង់ដោយចៃដនការជួបមនុស្សដែលស្អប់ខ្ញុំវាពិតជាពិសោធន៍អាក្រក់មែនទោះបីជាមិនចង់ក៏ដោយខ្ញុំនៅតែមិនអាចប្រងើយកណ្ដាលចំពោះទឹកមុខរបស់ពួកគេបានឡើយហើយគេក៏កំពុងស្រឡាញ់មើលទឹកមុខរបស់ខ្ញុំដែរដូច្នេះខ្ញុំក៏នៅតែគ្រប់គ្រងទឹកមុខរបស់ខ្ញុំឲ្យបានល្អទៅទំនាក់ទំនងដដានទាំងជាមួយអ្នកស្រីបុយថៃនៅ5ឆ្នាំខាងមុខទៀតវានឹងមានទៀតឬទេអ្នកស្រីបុយថៃស្លៀកពាក់យ៉ាងស្រស់ស្អាតដែលប៉ុនចម្បងគឺប៉ុនខៀវសមុទ្រដើរចូលទៅចិត្តកនិយាយយ៉ាងគោរពសូមថ្វាយព្រះពរក្នុងឱកាសគប់អពើពិពាហ៍3ឆ្នាំព្រះមហេសីបន្ទាប់មកឡៃក៏អន់ក្បាលបន្តិចរួចឆ្លើយថាសូមអរគុណអ្នកស្រីរួចលេខក៏សម្លឹងមើលសាច់ច្បងរបស់ខ្លួនហើយគិតក្នុងចិត្តការមើលងាយការស្អប់ផឹកភើមនិងភាពខុសខើផ្នែកគូនេះបង្ហាញចេញនៅភាពងងឹតងល់និងអវិជ្ជមានក៏ដូចជាអ្វីដែលខ្ញុំបានគិតមែនទោះបីជាឆ្លងកាត់5ឆ្នាំមកហើយក៏បងស្រីនៅតែស្អប់ខ្ញុំខ្លាំងបែបនេះអត់ដែលបន្ទាប់មកអ្នកទាំងពីរអង្គុយលើសៅតល់មកគ្នាដើម្បីសំណាបុយថៃចាប់ផ្ដើមនិយាយមុនពេលវេលាកន្លងទៅលឿនណាស់មែនទេកន្លងមក3ឆ្នាំហើយចាប់តាំងពីថ្ងៃដែលអ្នកទាំងពីររៀបការភ្លេចមែនហើយបណ្ដៃក្នុងចិត្តរបស់នាងគិតថា
ពិតទៅជាអ្វីដែលខ្លួនចង់បានប៉ុន្តែនេះពិតជាការសន្ទនាដែលកម្រនឹងកាត់ឡើងមែនណាស់មើលទៅដូចជានាងមិនមានបំណងចង់ចាក់ចេញឡើយអាការសទ្ធាដល់ថ្ងៃនេះពិតជាល្អណាស់ភោជដ្ឋានដែលបើកដោយមេផ្ទះចុងភៅដល់ល្បីលេគ្រាន់តែអង្គុយស្ងៀមផឹកតែរហូតអស់ហើយគិតថាបើខ្ញុំផឹកតែនេះអស់តានាងនឹងចាក់ចេញទៅឆាប់នេះទេដឹងប៉ុន្តែថៃបណ្ឌិតក៏ដឹងខ្លួនរួចឆ្លើយថាអូដល់ពេលហើយឬខ្ញុំគួរតែសុំខ្លួនទៅវិញហើយព្រះម៉ាសាស៊ីខ្ញុំសង្ឃឹមថាអ្នកទាំងពីរនឹងបន្តរស់នៅយ៉ាងមានសុភមង្គលយូរអង្វែងតទៅទៀតលេខអង្គបាលចោះសម្លឹងមើលទឹកមុខខ្សែជាញឹមនោះដោយស្ងៀមស្ងាត់ប៉ុន្តែនៅក្នុងចិត្តដ៏ជ្រាលជ្រៅរបស់នាងគ្រាន់តែនិយាយបែបនោះប៉ុណ្ណោះនាងគិតថាគ្មានអ្នកណាជឿលើទឹកមុខបែបនោះឡើយសម្រាប់សួរអ្នកបង Beauty រួចហើយក៏ឆ្លើយដល់យ៉ាងនោះស្រាយឲ្យកូនច្រើនណាស់ខ្ញុំសង្ឃឹមថាអ្នកនឹងមានថ្ងៃដ៏ល្អមួយប៉ុន្តែភាពមិនស្រួលក្នុងចិត្តបានកើនឡើងនៅក្នុងទ្រង់របស់នាងគិតដោយក្តីបារម្ភថាហាហេតុឲ្យបានជាខ្ញុំត្រូវនិយាយបែបនោះទៅវិញខ្ញុំមិនដែលចង់មានទំនាក់ទំនងបែបនេះជាមួយរៀមច្បងឡើយបន្តិចសោះគ្មានអ្នកណាចង់ខ្លាយជាសត្រូវជាមួយកូនស្រីដែលមួយគាត់របស់តកូលឆេទីឡើយអែមទាំងថប់សម្បត្តិនឹងមិនដាច់ប៉ុន្តែមកដល់ពេលនេះខ្ញុំបែរជាខ្លាយជាស្អីរបស់នាងបែបនេះទៅវិញខ្ញុំបានរៀបការជាមួយរៀមច្បងម្នាក់នោះទោះបីជាត្រូវទួលស្គាល់ការមានស្រូវបន្ថែមទៅក៏ដោយទៅតាមពិតទៅខ្ញុំនៅពេលអានេះគាត់បានគិតអ្វីទៅហ្នឹងអានេះគាត់នៅទីនេះគឺភ័យស្រួយដូចតែកក់ស្ដាងនៅលើបឹងតែអាចបែកខ្ទេចនៅពេលណាបានទៅដោយសារស៊ីនេះគឺជាព្រះបំរាជវាងឬមួយក៏ដោយសារតែខ្ញុំបានខ្លាចជាព្រះមហេសីទើបធ្វើឲ្យខ្ញុំមានអារម្មណ៍ព្រួយបារម្ភបែបនេះអានេះនៅសល់តែថ្ងៃខែដល់ពុពេញដោយក្តីកង្វល់លែងមានភាពស្ងប់សុខទៀតហើយម៉ែដូច្នេះខ្ញុំចាំបាច់ត្រូវត្រឡប់ទៅពេលវេលាមុននេះវិញបដូរឈុតទៅថ្ងៃបន្ទាប់មួយថ្ងៃមុនពេលពិធីជប់លៀងចាប់ផ្ដើមមានខ្ញុំម្នាក់ទៀតបានមកជួបខ្ញុំហើយនាងមានអារម្មណ៍ភ្ញាក់ផ្អើលជាមួយនឹងអ្នកដែលនៅចំពោះមុខក្នុងចិត្តរបស់ស្រាប់តែឧទានថាឧបរាអីពិតជាកណាមែននេះតែនេះមិនได้នាងធំធាត់ហើយខុសប្លែកពីមុនច្រើនណាស់មែនទេកណាឲ្យស្រឡាញ់របស់ខ្ញុំបានคล้ายជាកញ្ញាដល់ថ្លៃធ្នូទៅហើយតែកណាក៏ជារឿងធម្មតាទេដែលមនុស្សគ្រប់គ្នាផ្លាស់ប្ដូរក្រោយរយៈពេល5ឆ្នាំខុសពីអ្នកបង Beauty តែតែជាមិត្តដ៏ជិតស្និទ្ធរបស់ខ្ញុំដូច្នេះហើយទៅពេលនេះខ្ញុំមានអារម្មណ៍ប្លែកបកបន្តិចកណាតែបើកមាត់សួរថាមួយរយៈនេះអ្នកយ៉ាងម៉េចដែរឆ្លើយថាហាអូធម្មតាទេកណាសាក់សួរថាការរៀបចំស្រាប់ពិធីជប់លៀងកំពុងដំណើរការទៅដោយលន់មែនទេទៅដោយសារតែព្រះចៅអធិរាជផ្ទាល់នឹងខ្លាយជាអ្នករៀបចំកម្មវិធីអ៊ីចឹងវាមិនសំទេបាននិយាយថាមិនល្អនោះសៃស្ងួតហាកាលណាតែយ៉ាងណាក៏ដោយពេលដែលនៅខែរឿងនោះឡើងវិញខ្ញុំក៏មានអារម្មណ៍ថាវាគួរឲ្យអស់សំណើចដែរតែការនោះអ៊ីធ្លាប់និយាយថាអឹងមិនមានថ្ងៃរៀបការជាមួយគាត់ដាច់ខានតែដល់ពេលពួកយើងរៀនចប់ពីស្លាប់ភ្លាមពួកកូនពីរនាក់បែរជារៀបការនឹងគ្នាទៅវិញនៅឡើយអញគិតថាខ្ញុំក៏មានអារម្មណ៍ថាវាគួរឲ្យអស់សំណើចដែរឬខ្ញុំផ្ទាល់ក៏ភ្ញាក់ផ្អើលដែរដែលអាចឈានមកដល់ថ្ងៃនេះបានព្រោះថាវាមិនមែនជារឿងតែខ្ញុំនឹងទៅរៀបការជាមួយគាត់ព្រាមមកក្រោយពេលរៀនចប់ហើយខ្លាចជាគូស្នេហ៍ដែលល្បីល្បាញបែបនេះឯណាព្រះឯងរឿងនេះវាពិតជាចម្លែកមែនខ្ញុំគិតថាប្រកាសជាពួកគេទាំងពីរនាក់បានប្រើថ្នាក់អ្វីម្យ៉ាងហើយបានជាសិស្សនាគ្នាដល់ថ្នាក់នេះកាលណាបើនិយាយធ្វើឲ្យលេខធំអឹងនៅចាំទេថាអឹងតែងតែអូរឿងថាគាត់ចូលចិត្តធ្វើបាបមករករឿងអឹងរហូតនោះអញខឹងឡើងឈួតប្រុសមិនអាចធ្វើចរិតម្ល៉េះដាក់ព្រះហឹងកុំចាស់បានខ្ញុំឃើញយើងប្រតាច់ជាមួយគាត់នឹងពេកហើយតែការពិតគឺអញបាច់មកបញ្ចប់ដោយការរៀបការជាមួយគាត់ទៅវិញពិតជាមិនធម្មតាមែនលេតប៊ឺណេតថៃលីតប៊ឺណេតទីលីតពីតកូរ៉ូមប៊ឺណេតថៃវាហាក់ដូចជានៅមានភាពកម្រិតនៅឡើយកាលណាសួរថាអ្នកហាក់ដូចជាជំទាវឆេទីយ៉ាត្រូវហើយខ្ញុំទៅជួបគាត់កាលពីម្សិលមិញនេះហើយជួបគាត់អីចុះគាត់មាននេះអ្វីជាមួយយើងទេលីតគាត់ជួនពលខ្ញុំនឹងព្រះចៅអធិរាជខួបប៉ាប៉ា2 3ឆ្នាំកាលណាស្រែម្នាក់នោះពិតជាពិបាកយល់មែនហួសស្វ័យរៀបការយូរណាស់មកហើយនៅតែធ្វើខ្លួនបែបនេះទៀតនិយាយតាមត្រង់ទៅរឿងនេះវាមានន័យយ៉ាងម៉េចទៅនឹងចង់បានតំណែងជាម៉ាស៊ីននោះអីគ្រប់គ្នានៅក្នុងចក្រភពសុទ្ធតែដឹងថានឹងព្រះចៅអធិរាជសាកសមនឹងគ្នាខ្លាំងណាស់តែនាងនៅតែរឹងរូសតែឃើញអ្នកទាំងពីរនៅក្បែរគ្នាជិតស្និទ្ធបែបនេះក៏គ្មានអ្វីដែលត្រូវព្រួយបារម្ភដែរនិយាយដល់តនេះកាលណាអូខ្ញុំត្រូវទៅឲ្យលឿនម្លេះស្វាមីខ្ញុំកំពុងរងចាំហាអីកាលណាអីលេតក៏ដឹងខ្លួនថាខ្លួននឹងធ្វើលើសពពេទៅនាងនិយាយថាហាខ្ញុំមើលទៅប្លែកមែនទេប្រហែលជាដោយសារខ្ញុំអស់កម្លាំងខ្លាំងពេកហើយមើលទៅចោះថ្ងៃនោះផ្លាស់ប្ដូរភ្លាមបែបនេះតែបរិយាកាសនឹងទំនាក់ទំនងរវាងជាមួយរៀមច្បងក៏ផ្លាស់ប្ដូរដែរគ្រាន់តែមួយយប់សោះលេតកំពុងតែឆ្ងល់មែនទេរួចលេតក៏មានអារម្មណ៍មិនស្រួលក្នុងចិត្តបន្តិចតែថាផ្លាស់ប្ដូរភ្លាមហើយនឹងមានន័យថាម៉េចនឹងហើយមិនអីទេតែក្រោយចាំយើងជួបគ្នាទៀតណាហើយកុំភ្លេចនាំស្វាមីរបស់អញរួមទាំងព្រះមហាដែលគ្រងរាជពីមុនមកផងណាហើយនេះជាដល់ថ្ងៃកំណត់ហើយណាជួបគ្នាពេលក្រោយណាលេចឆ្លើយតបថាចាស់បានសោះ
ក្នុងចិត្តនាងពិតជាសោកសៅខ្លាំងណាស់អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺវាពិតជាខ្មាស់ស្អៀនខ្លាំងណាស់ពេលនិយាយជាមួយកណាប៉ុន្តែខ្ញុំតែបានជួបគេហើយគេក៏ចាក់ចេញទៅវិញយ៉ាងលឿនកាត់ឆាកមកដល់ថ្ងៃបន្ទាប់នាងស្ថិតនៅក្នុងព្រះបម្រាជវាំងជាមួយរេរ៉ាអញមើលទៅហាក់បីដូចជាស្បាយចិត្តខ្លាំងណាស់ណារេរ៉ាដែលពោពេញដោយក្តីសុខបានឆ្លើយតបបាត់ថាប្រកាសហើយតើឲ្យខ្ញុំមិនសប្បាយចិត្តយ៉ាងម៉េចទៅព្រោះថ្ងៃនេះគឺជាថ្ងៃរៀបចំពិធីទីជប់លៀងដើម្បីអបាសតោខូបអាពី3ឆ្នាំរបស់ព្រះនាងហើយទៅចូលស្រាប់ឋានមែនហើយពេលវេលាពិតជាកន្លងផុតទៅលឿនណាស់តែសោះក៏ដល់ថ្ងៃខួបអាពាហ៍ពិពាហ៍បាត់ទៅហើយខ្ញុំបានប្រាប់រៀមច្បងថាខ្ញុំមានទំនុកចិត្តខ្លាំងណាស់ប៉ុន្តែតើខ្ញុំឲ្យគេចផុតពីការសង្ស័យរបស់អ្នកដែលចូលរួមក្នុងពិធីបានដែរឬទេយ៉ាងហោចណាស់ក៏ប្រគំដែររបស់ខ្ញុំកំពុងតែធ្វើដំណើរកម្សាន្តនៅក្រៅប្រទេសតើមិនអាចចូលរួមបានដូច្នេះហើយតើខ្ញុំមានអារម្មណ៍ធ្វើស្រាខ្លាំងណាស់និយាយតាមត្រង់ទៅខ្ញុំមានអារម្មណ៍ធ្វើចិត្តណាស់ពេលបាននៅដំណឹងនោះខ្ញុំមិនមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការកកពុកម្ដាយខ្លួនអឹងឡើយប៉ុន្តែនៅពេលដែលនាងកំពុងអូនតែលងក្នុងគំនិតរបស់ខ្លួនស្រាប់តែអ្នកបម្រើពីអ្នកក៏ចូលមកជួនដំណឹងថាសូមទូលព្រះមហេសីទាំងពេលដែលព្រះនាងទៅរៀបចំកែសម្ព្រះព្រះនាងលេតភ្ញាក់ប្រើរត់ញាក់ក្រោយហើយគិតក្នុងចិត្តថាអូយដល់ពេលហើយមែនទេសូមទូលព្រះមហេសីស្បែករបស់ព្រះនាងពិតជាស្រឡងនិងម៉ត់ខែខ្លាំងណាស់រហូតដល់ការផាត់មុខកាន់តែធ្វើឲ្យសម្រស់របស់ព្រះនាងកាន់តែផូរផង់ឡើងហើយសក់របស់ព្រះនាងទៀតសតក៏ទន់រលោងដូចជាសរសៃសូត្រមិនតែប៉ុណ្ណោះរោមភ្នែករបស់ព្រះនាងក៏ក្រាស់ស្អាតខ្លាំងណាស់ដែរសូមទូលព្រះមហេសីព្រះនាងពិតជាស្រស់ស្អាតខ្លាំងណាស់ក្នុងចក្រភពនេះមិនមាននារីណាតែស្រស់ស្អាតជាងនាងទៀតទេអូយលេចខ្មាស់ស្អៀនមែនទេប៉ុន្តែពាក្យយកសរសើរទាំងនេះធ្វើឲ្យខ្ញុំមានអារម្មណ៍អៀនខ្លាំងណាស់ក្រឡេកមើលក្នុងកញ្ចក់ខ្ញុំសាប់តែមានអារម្មណ៍ថាខ្លួននឹងដូចជាព្រះនាងដែលកំពុងពោម្នាក់នេះពិតជាកំណែប្រែដ៏ថ្មីស្រឡាងមួយរបស់នាងមែនជាមួយនឹងរប៉ុនហុំឆ្អើតដែលរឹបរៀងលំអទៅដោយក្បាច់កាប់មកយ៉ាងទន់ភ្លន់ប៉ុនមានស្ដាប់បណ្ណាដែលចាំងផ្លេកនៅលើរបស់នាងមានពាក់កសែកដាំពេជ្រដុតមួយដល់ស្រស់ស្អាតលេចធ្លោនៅលើស្បែកសមុទ្រខែមកកដានបងដល់ភ្លឺផ្លេកត្រូវបានតាក់នៅលើសក់ម៉ាសឲ្យតែទន់រលោងដូចជាក្រណាត់កំញីសក់ត្រូវបានចងកពោហើយមានដាំពេជ្រជប៉ុនក្រហមជាចំណុចលេចធ្លោនៅជុំវិញមកគាត់នោះព្រាមនោះអ្នកបំរាមអ្នកបានរាយការណ៍ថាទូបង្គំសូមក្រាបបង្គំទូព្រះមហេសីព្រះចក្រធាបានយើងមកដល់ហើយអនុញ្ញាតឲ្យគាត់ចូលមកចុះអរិនបានដើរចូលមកយឺតលុះឃើញលេចគាត់ក៏និយាយដោយមានបន្តិចថាពិតជាសូមដោយពាក្យគេថាមនុស្សស្រស់ស្អាតព្រោះគ្រឿងតុបតែងមែនលេចដូច្នេះក៏រំភើបចិត្តតែនេះជាពាក្យសរសើរមែនទេអរិនមុខឡើងក្រហមរួចជាងក៏មុខចេញបន្តិចហើយឆ្លើយថាយើងនឹងទៅយឺតពេលហើយលេចដើរចូលទៅចិត្តអរិនហើយសួរចង់ដឹងថានោះជាពាក្យយកសរសើរមែនទេបងនិយាយថាខ្ញុំសរសើរមែនអើងសប្បាយចិត្តទៅនៅអ៊ីចឹងក៏មកនៅក្បែរខ្ញុំពេកអីចានេះពិតជាគួរឲ្យភ្ញាក់ផ្អើលមែនដែលបងក៏មានពាក្យសរសើរឲ្យខ្ញុំដែរក្នុងចិត្តរបស់នាងពោពេញដោយភាពញាក់ផ្អើលនៅពេលនៅឃើញដល់រូបភាពសង្ការកាំងគុំដោយភាពខ្មាស់ស្អៀនកាលពីមុននេះវ៉ាវនរណាទៅដឹងថាបងប្រុសម្នាក់នេះក៏មានជ្រុងបែបនេះដែរតោះទៅចាស់អ្នកទាំងពីរបានដើរទៅកាន់ពិធីជប់លៀងយ៉ាងយឺតអូយប្រហែលជាដោយសារយកហើយទៅបកាស្ទេដុតជាមែនទេកាត់បណ្ដានាងក៏ស្រាប់តែមានអារម្មណ៍ថាមានអ្វីមួយនៅលើស្មារបស់នាងទើបនាងឆ្ងល់ថាហេនេះជាអ្វីទៅបន្ទាប់ពីសម្លឹងមើលយ៉ាងល្អិតល្អន់នាងក៏យកច្បាស់ថានេះជាអាវក្រៅរបស់បងប្រុសសម្នាក់នោះទៅអាចទៅរួចទេថាក្នុងមួយខណៈនោះគាត់ប្រកាសជាបារម្ភថាខ្ញុំនឹងញ័រខ្លួនដោយសារភាពត្រជាក់មែនទេដូចនាងតែអ្នកបំរើមួយចំនួនខ្សឹបខ្សៀវគ្នាថាពិតជាដូចអ្វីដែលខ្ញុំរំពឹងទុកមែនពួកគាត់ទាំងពីរពិតជាគូស្នេហ៍ដែលគួរឲ្យស្រឡាញ់មែនបន្ទាប់មកលីក៏ចាប់ផ្ដើមសង្កល់ឲ្យឃើញថាគេកំពុងតែសម្លឹងមើលមកនាងខ្ញុំយល់ហើយក៏គ្រាន់តែជាការសម្ដែងប៉ុណ្ណឹងហើយប៉ុន្តែទោះជាយ៉ាងណាដោយសារតែរឿងនេះតើខ្ញុំលែងមានអារម្មណ៍ថាត្រជាក់ទៀតហើយមិនតន់ដឹងខ្លួនផងក៏មកដល់សាលមហោស្រពពិធីជប់លៀងនេះបាត់ទៅហើយលើខ្ញុំឲ្យធ្វើបានល្អទេពេលឈួរនៅមុខទ្វារសាលជប់លៀងហាត្រីយ៉ានក៏និយាយដើម្បីលឺនាងថាបន្វោអារម្មណ៍ទៅនាងមិនចាំបាច់ដល់តែនឹងខ្លាំងពេកបែបនេះទេចុះហេតុអ្វីបានជាលោកនៅស្ងប់ស្ងាត់បានដល់ថ្នាក់នេះទៅវិញលោកសេរីបងអាត្រីយ៉ានឆ្លៃដប់យ៉ាងស្ងប់ស្ងាត់ថាទោះបីជាយើងស្ថិតនៅ5ឆ្នាំក៏ដោយក៏យើងនៅតែជាយើងដដែលអីគេខ្ញុំមិនមែនជាបរិបទដែលល្អឥតខ្ចោះនៅទេហើយក៏មិនមែនជាមនុស្សដែលដឹងគ្រប់រឿងតែមកដោះតែអស់ដែរគ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេប្រហែលជានៅភាពខុសគ្នាបន្តិចបន្តួចប៉ុន្តែមិនមានអ្វីដែលផ្លាស់ប្ដូរខ្លាំងនោះទេអូលៃសញ្ជឹងកើតខ្ញុំយល់ហើយហេតុអ្វីបានជាលោកមើលទៅមានអារម្មណ៍ធូរស្រាលបានដំឡើងទៅវិញលោកសេរីបងខ្ញុំតែងតែមានអារម្មណ៍ថាខ្លួនខ្ញុំក្នុងពេលបច្ចុប្បន្ននិងខ្លួនខ្ញុំក្នុងពេលអនាគតនឹងខ្លាយជាមនុស្សពីអ្នកខុសគ្នាតាមខុសទៀតតាមស្រង់ហើយនេះគណៈបីដូចជាឆ្ងាយពីខ្ញុំខ្លាំងណាស់រហូតដល់ខ្ញុំចាត់ទុកវាដូចជាកំពុងតែដាស់សាយជាមួយខ្លួននឹងអញ្ចឹងប្រៀបដូចជាមនុស្សម្នាក់ដែលខ្ញុំមិនធ្លាប់ស្គាល់ពីមុនមកសូម្បីដែរទោះបីជាបន្ទាប់ពីខ្ញុំទៅតែបានអ្វីដែលគាត់និយាយក៏ដោយអានេះនៅតែជារឿងដែលមិនអាចបានសម្រាប់ខ្ញុំហើយស្ថានភាពបែបនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាគ្មានសុវត្ថិភាពតតែសោះក្នុងពេលដែលខ្ញុំកំពុងតែវង្វេងវង្វាន់តែគាត់បែរជាសពស្ងាត់ខ្លាំងណាស់លោកតែងតែរកវិធីដោះស្រាយរំញហាបានងាយស្រួល
លោកប្រៀបដូចជាអ្នកដឹកនាំដែលជួយបំភ្លឺផ្លូវដងឹតមួយនេះខ្ញុំនឹងគ្មានថ្ងៃខ្លាយជាដូចជាលោកបានឡើយខ្ញុំពេលនេះគឺដូចជាក្មេងតូចចំណែកដែលកំពុងរស់នៅក្រោមស្នមូលរបស់មនុស្សពេញវ័យនេះហើយគឺខ្ញុំក្នុងពេលបច្ចុប្បន្នមកដល់វិនាទីនេះខ្ញុំមិនខំចិត្តត្រូវទទួលយកការពិតថាក្មេងជារបស់ខ្ញុំគឺផ្ទុយឆ្លាស់ជាមួយភាពចាស់ទុំរបស់មនុស្សម្នាក់នោះខ្លាំងណាស់សូមគោពព្រះចាអធិរាជសូមគោពព្រះមហេសីពុកត្រង់យើងមកដល់ហើយពាក់ដៃនឹងខ្ញុំទៅអរិយានឆ្លៃនេះគឺមើលទៅតាក់ទាញល្អណាស់នោះមួយចំនួននៅក្នុងពិធីជប់លៀងឃើញអ្នកទាំងពីរដៅចូលមកក៏លន់មាត់ឡើងថាមិនខុសពីការរំពឹងទុករបស់ព្រះចក្ររាជឡើយពិតជាគួរឲ្យចាប់អារម្មណ៍មែនទែនប៉ុន្តែព្រះមហេសីនៅតែសោះស្ដាប់ដុកអ្នកទាំងពីរពិតជាគូនឹងគ្នាមែនណាចោះហេតុអ្វីបានជាអ្នកទាំងពីរនៅក្បែរគ្នាលេបានអ្នកគ្រប់គ្នានិយាយខ្សឹបខ្សៀវក៏ចាប់ផ្ដើមអូក្នុងចិត្តពួកគេពិតជាគិតថាពួកយើងសំគ្នាខ្លាំងណាស់មែនទេចោះលោកបងមើលទៅតែសង្ហានឹងតាកទាញជានិច្ចផ្ទុយទៅវិញសម្រាប់ខ្ញុំគឺលោកបងប្រកាសជាស្រស់សង្ហាជាងខ្ញុំច្រើនណាស់បន្ទាប់មកលេនឹងអរេតិកាហើយអរេអានក៏ជាអ្នកចាប់ផ្ដើមនិយាយសូមអគុណយ៉ាងច្រើនចំពោះលោកអ្នកទាំងអស់គ្នាដែលបានអញ្ជើញមកដើម្បីចូលរួមអបអរសាទរសួរឆ្នាំនៃថ្ងៃនេះអភិសេករបស់ព្រះចន្ទព្រះមហេសីសូមឲ្យលោកអ្នករីករាយជាមួយភាពសប្បាយរីករាយនៃថ្ងៃនេះឲ្យពេញទីណាប៉ុន្តែលេទោះបីជាញឹមយ៉ាងសប្បាយរីករាយនៅខាងក្រៅតែក្នុងចិត្តបែរជាគិតថាបងប្រុសម្នាក់នេះក៏ប្លែកពីមនុស្សដែលខ្ញុំធ្លាប់ស្គាល់កាលពីមុនទាំងស្រុងទាំងសម្លេងទាំងរបៀបរបបនៃការប្រព្រឹត្តគឺបានផ្លាស់ប្ដូរទាំងអស់តែពិតជាល្អិតខ្ចោះណាស់ក្នុងទូនាទីជាព្រះចក្ររាជដ៏មានអំណាចរំពេចនោះអរិយអានក៏មើលមកលេដោយក្តីស្រឡាញ់ហើយលោកដៃមកមិនន័យទៅណាតោះពួកយើងរំជាមួយគ្នាលេតកិតក្នុងចិត្តថាបើអញ្ចឹងប្រហែលជាពួកយើងមិនគួររំភើបខ្លាំងពេកនោះទេទៅឈុតឆាកបន្ទាប់ពីជំរាបសួរភ្ញៀវកិតដីសរួចចរក្នុងពេលដែលអត្រីអានកំពុងតែមានភាពស្ងប់ស្ងាត់នាងក៏ហត់ដាច់ខ្យល់ទម្លាក់ខ្លួនផ្អែកលើកៅអីរត់ដដងហាមធំទីបំផុតពួកយើងក៏ឆ្លងផុតវាបានយ៉ាងងាយស្រួលទោះបីជាមានការខុសឆ្កងខ្លះក៏ដោយប៉ុន្តែពិតជាធ្វើចិត្តណាស់ដែលឃើញលោកបងមិនបង្ហាញអាការៈរំខានចិត្តសម្បីតែបន្តិចទោះជាយ៉ាងណាក៏ដោយខ្ញុំមិនប្រឹងអត់ទេថាសកម្មភាពជាងរបស់គាត់តើអីដែរឬទេខ្ញុំក៏ជន់ជាងគាត់ទៅជាងពេលដែលហាត់សមពិតជាមេគ្រូខាងសម្ដែងមែនតែនទៅវាដោយសារសតែគាត់សម្ដែងជាញឹកខ្ញុំទៅគាត់ប្រកបនេះមែនទេនៅពេលដែលខ្ញុំគិតដល់ចំណុចនេះហេតុផលដែលហេតុអ្វីបានជាលោកបងត្រូវសម្ដែងនោះនៅពេលដែលខ្ញុំឃើញលោកបងក៏បញ្ចេញស្នាមញញឹមមិនពិតនោះខ្ញុំគិតថាខ្ញុំមិនចូលទៅចិត្តគាត់ឡើយព្រោះខ្ញុំមិនអាចជឿជាក់លំនោះដែលមិនព្រមតាក់ទងដោយស្មោះត្រង់ជាមួយអ្នកដទៃប៉ុន្តែឥឡូវនេះការគិតរបស់ខ្ញុំប្រហែលជាអាចផ្លាស់ប្ដូរបន្តិចហើយការបង្ខំចិត្តត្រូវកុហកអ្នកដទៃសម្បីតែនៅក្នុងស្ថានភាពតំតាំងក៏ដោយតែវាជារឿងដែរខកខើពេកសម្រាប់ខ្លួននឹងដែរឬទេឡៃកំពុងតែលងខ្លួនក្នុងកំណត់របស់នាងសັບតែនាងងងុយដេកដោយមិនដឹងខ្លួនរហូតធ្វើឲ្យរៀមច្បងងាកមកមើលនាងភ័យស្លន់ស្លក់ទៅមកហើយគិតក្នុងចិត្តថាអើយហេតុអ្វីបានជាខ្ញុំបែរជាងុយដេកក្នុងស្ថានភាពបែបនេះទៅវិញការដែលបន្ទោអារម្មណ៍បែបនេះទៅធ្វើឲ្យខ្ញុំចេះតែធ្វើបែបនោះដោយមិនដឹងខ្លួនស្រាប់តែអេតគ្រីងក្រោកឈរឡើងហើយប្រាប់ទៅកាន់អ្នកទាំងអស់គ្នាថាព្រះចក្រអធិរាជនិងព្រះមហេសីសូមអនុញ្ញាតឲ្យខ្លួនចេញពីទីនេះសូមចេញផ្កាដីកษัត្រិយទូទានអាហារបន្ទាបចោះរួចហើយអេតគ្រីងក៏ងាកមកនិយាយថាលីតលេតបិញថាចាស់បានទៅទីនេះស្រស់ស្អាតមែនសួនច្បារក្នុងវាំងមួយនេះល្បីល្បាញដោយសារតែភាពស្រស់ស្អាតរបស់វាទៅប៉ុន្តែនៅក្នុងចិត្តលេកំពុងតែមានអារម្មណ៍ច្បោកច្បល់ជាមួយនឹងកំណត់ជាច្រើននាងដែលយាជាងគេពីរបីឆ្មានហើយសួរថាតើខ្ញុំអាចសួមច្បងពីបញ្ហាមួយចំនួនបានទេរឿងអ្វីទៅលស្ទើរក្នុងការទៅរៀមច្បងវិញថាហេតុអ្វីបានជាអ្នកជួយចិត្តលាក់បាំងអារម្មណ៍ពិតរបស់ខ្លួននឹងម្លេះភាពស្ងៀមស្ងាត់មួយបានកើតឡើងនេះក៏បាននៅក្នុងចិត្តថាអើយតាមពិតតែខ្ញុំមិនគួររឿងនោះសោះហេរួចហើយអេក្រីនក៏សម្លឹងមើលទៅឆ្ងាយគ្រាដែលអ្នកហាមបញ្ចេញអារម្មណ៍ពិតរបស់ខ្លួននឹងអារម្មណ៍ទាំងនោះនឹងត្រឡប់មកคล้ายជាព្រួយដែលចាក់ទម្លុះអ្នកវិញលេចឆ្ងល់នៅក្នុងចិត្តថាព្រួយអញ្ចឹងឬខ្ញុំមិនយល់នៃរបស់វាសោះខ្ញុំចង់នឹងខ្លាំងណាស់ប៉ុន្តែមិនអាចសួរលំអិតបានឡើយព្រោះស៊ីឆ្លីមើលទៅមានភាពបីខោខ្លះតែយើងនឹងមានលទ្ធភាពត្រឡប់ទៅពេលវេលាពីមុនបានដែរឬទេអ្នកស្រីឆ្លើយយ៉ាងដាច់ណាស់ថាមែនហើយអ្នកអាចត្រឡប់ទៅវិញមិនហើយប៉ុន្តែលេចមានអារម្មណ៍ធ្វើស្បែកក្នុងចិត្តនេះជាចម្លែកដែលសាមញ្ញបំផុតប៉ុន្តែវានៅតែបង្កប់ទៅដោយកម្លាំងចិត្តនៅក្នុងពាក្យសម្ដីរបស់រាមច្បងពេលមែននេះបើអញ្ចឹងខ្ញុំនឹងជាចលនាអ្នកណារាមច្បងហេតុអ្វីអ្នកមិនឆ្លើយតបខ្ញុំយើងគួរតែព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីត្រឡប់ទៅក្តីកាលនោះអេក្រែងឆ្លើយតបថាបានតាប់តូចឈុតឆាកបន្ទាប់ពីពិធីជប់លៀងបានបញ្ចប់ពេលនេះគឺព្រឹកថ្ងៃបន្ទាប់ពិធីជប់លៀងត្រូវបានរៀបចំសពចំនួន3ថ្ងៃជាធម្មតាពិធីជប់លៀងបែបនេះតែងតែបន្លាយពេលប្រហែល1សប្តាហ៍ដូច្នេះហើយបានជាពិធីជប់លៀងនេះខ្លីជាងការរំពឹងទុកច្រើនលើកឡើងតែថ្ងៃដំបូងប៉ុណ្ណោះខ្ញុំនឹងរៀមច្បងមិនបានទៅចូលរួមទេរៀមច្បងក៏បានប្រាប់ថាមិនចោះជំទិទីនោះក៏បានដែរប៉ុន្តែវាពិតជារំខានខ្លាំងណាស់ប្រសិនបើខ្ញុំដើរលេងហើយប៉ះចំណែកណាម្នាក់ដែលស្គាល់មុខខ្ញុំនោះដូច្នេះហើយបានជាខ្ញុំសម្រេចចិត្តនៅតែក្នុងបន្ទប់
ព្រះមហេសីទូលព្រះបង្កំចង់សួរថាថ្មីនេះហេតុអ្វីបានជាព្រះនាងមកស៊ីយើងទៅបណ្ណាល័យចឹងប៉ុន្តែក៏ឆ្ងល់ថាតើហេតុអ្វីទៅទេរាក៏ឆ្លើយតបមកវិញថាកាលពីមុនឲ្យតែពេលណាដែលព្រះនាងមានប្រក្រួយព្រះនាងតែងតែយាងទៅទីនោះដើម្បីអានសៀវភៅជានិច្ចតែហាក់ដូចជាថ្មីនេះព្រះនាងឡើងធ្វើបែបនោះទៀតហើយអូមែនហើយប៉ុន្តែនាងបែរជាមានអារម្មណ៍ងឿងឆ្ងល់គ្នាទៅបំផុតតើណាក៏របស់ពួកយើងតែងតែទៅបណ្ណាល័យឬហេតុអ្វីទៅបន្ទាប់ពីដូរចូលឆាកោបនាងក៏ដើរទៅកាន់បណ្ណាល័យរបស់ព្រះរាជវាំងនាងឈរកាត់សញ្ជឹងគិតមួយសន្ទុះធំទីនេះមានប្រមូលផ្ដុំទៅសរសៀវភៅគ្រប់ប្រភេទពីទ្វីបទាំង6រួមទាំងកំណាប់អ្នកនបនដែលដើរហើរដោយសេរីតែបទជីវប្រវត្តិរបស់បុគ្គលម្នាក់នឹងសៀវភៅបុរាណពីយុគសម័យកាលមុនពីជាធម្មតាក្នុងនាមជាអភិជនអ្នកខ្ញុំប្រហែលជាគ្មានលទ្ធភាពឬលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការចូលមកទីនេះឡើយប៉ុន្តែពេលនេះអ្វីគ្រប់យ៉ាងបានផ្លាស់ប្ដូរហើយដោយសារតែដូចជាខ្ញុំម្នាក់នេះបានក្លាយជាសមាជិកនៃរាជវង្សទៅហើយឋានៈរបស់សមាជិកព្រះរាជវង្សដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាត្រូវបានគេកោតយ៉ាងខ្លាំងនៅពេលនេះពេលវេលាកំពុងតែមកទៅមុខផុតហើយខ្ញុំមិនអាចបន់ពឹងផ្អែកលើខ្ញុំច្បងក្នុងក្របព្រឹកបែបនេះបានឡើយយកល្អខ្ញុំគួរតែស្វែងរកវិធីដើម្បីត្រឡប់ទៅវិញដោយខ្លួនឯងទោះព្រះបង្កំរងចាំខាងយូរណាស់មកហើយព្រះមសិស៊ីទោះព្រះបង្កំមានការព្រួយបារម្ភខ្លាំងណាស់ព្រោះព្រះនាងមិនបានយាងមកទីនេះយូរមកហើយតែព្រះនាងនៅតែមានសម្រស់សុសាដូចដំណាអរគុណច្រើនដែលបានសរសើរបន្ទាប់ពីដោយព្រះនាងបានជ្រាបហើយមានតែព្រះមហេសីទៅអាចចូលទៅក្នុងបានអញ្ចឹងនាងចាំនៅទីនេះមួយផ្លែទៅលេរ៉ានៅពេលឈានជើងចូលទៅក្នុងបណ្ណាល័យនាងក៏លន់មាត់ក្នុងចិត្តពិតជាមិនខុសពីការរំពឹងទុកមែនបណ្ណាល័យរាជវាំងពិតជាអស្ចារ្យមែនពិតជាហើយមើលប៉ុណ្ណាមែនទេព្រះមហេសីយូរណាស់មកហើយដែលមិនបានឃើញព្រះនាងមកទីនេះយូរគួរសមដែរហើយព្រះសែននៅពេលព្រះសីចាប់ផ្ដើមពាក្យសម្ដីសរសើរព្រះមហេសីកាន់តែមានសភាពថ្លៃថ្នូរនឹងម៉ាំងម៉ាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃតើថ្ងៃនេះព្រះមហេសីចង់រកសៀវភៅប្រភេទណាដែរខ្ញុំកំពុងតែស្វែងរកសៀវភៅមួយចំនួនអំពីរឿងព្រះនិទានឬទេវៈថាប្រេសសូខ្ញុំយល់ហើយអ្នកនាងនៅពេលកំពុងដើរជុំវិញបណ្ណាល័យលីស៊ីខ្ញុំមិនប្រកាសថាសៀវភៅទាំងនេះអាចជួយអ្វីបាននៅអត់នោះទេប៉ុន្តែវាមានលោភាខ្ពស់តែពួកវាអាចនឹងបកស្រាយពីបាតុភូតចម្លែកនេះបាននេះគឺជាជួរដៃសៀវភៅដែលអ្នកនាងត្រូវការបានសួរដោយក្តីព្រួយបារម្ភថាតើសៀវភៅទាំងនេះខ្ញុំអាចជេរបានទេព្រះសួរស្លាយដោយរីករាយថាបានប៉ុន្តែអ្នកនាងអាចអានសៀវភៅទាំងនេះបានរហូតដល់ក្តីហត់នឿយថាទៅដល់ពេលណាទៅខ្ញុំអាចអានសៀវភៅទាំងអស់នេះចប់នោះលេរ៉ាដូច្នេះហើយខ្ញុំនឹងជិះសៀវភៅទាំងនេះយកទៅសិនចោះលុះដើរចេញទៅខាងក្រៅលេរ៉ាសូមអរគុណព្រះមហេសីសូមត្រង់យាងទៅវិញដោយសុវត្ថិភាពញញឹមយ៉ាងស្រស់ស្រាយហើយឆ្លើយតបថាហាអរគុណច្រើនសម្រាប់ការខិតខំប្រឹងប្រែងរបស់អ្នកណាពីថ្ងៃក្រោយពិធីជប់លៀងបានបញ្ចប់នៅពេលអាហារពេលព្រឹកព្រះអង្គម្ចាស់ទី2សូមថ្វាយបង្គំសុព្រះបដាកូនចង់ទៅកន្លែងនេះជាមួយលេចព្រះមហាក្សរតើកូនចង់ទៅទីណាទៅអេស្រាយថាគឺភូមិអូរ៉េនដែលមានភាពស្ងប់ស្ងាត់នៅភាគខាងជើងដែលល្បីល្បាញដោយសារចំការផ្លែប្រចាំស្ទឹកសន្តិបព្រះមហាក្សរក៏ឆ្ងល់ថាតើហេតុដូចម្បានជាកូនទាំងពីរនាក់ចង់ទៅទីនោះអេតគ្រីនប្រហែលជាផាត់នៃខ្លាំងហើយបន្ទាប់ពីពិធីជប់លៀងកាលពីម្សិលមិញដូច្នេះកូនគិតថានៅតាគ្នាប្រាំហើយកែបន្តិចក៏ស្រឡាងកាំងក្នុងចិត្តថាចប់សិនតាំងពីពេលណាដែលគាត់គិតពីខ្ញុំបែបនេះអ្នកដតីប្រាប់ខ្ញុំជាលេសមែនទេអេមបើអញ្ចឹងកូនកុំបានពីការងារអីហើយរីករាយជាមួយពេលវេលារបស់កូនចោះទៅចោះណែលីឈើសង្ងៀមដូចជារូបចម្លាក់ខណៈដែលព្រះមហាត្រពេញព្រះទៅយ៉ាងខ្លាំងដោយលើកមេដៃឡើងលីតែដែលរីករាយហើយនិយាយទាំងដែលព្រះមហាក្សរកំពុងញញឹមយ៉ាងស្រស់ស្រាយថាវ៉ាវពិតជាអស្ចារ្យបតាបន្ទាប់ពីព្រះហត្រយ៉ាងចេញទៅដោយទុកឲ្យអេតក្រេននឹងលៃនាងក៏ខឹងសម្បារ៉ាដីទៅយ៉ាងខ្លាំងនិយាយថាវាជារឿងកុហកអេតរៀនស៊ូដឹកមុខស្ងប់ស្ងាត់ថាវាជាអ្វីខឹងសម្បារួយគាត់ក៏និយាយថាយើងនឹងកើទៅទីនោះកន្លែងនោះល្បីនឹងផ្លែប៉ោមហើយមកទីនេះក៏ព្រោះតែខ្ញុំមែនទេខណៈដែលឯរបងវិញដោយទឹកមុខធំតាថាកន្លែងនោះល្បីល្បាញរឿងផ្លែប៉ោមពិតមែនខាងក្នុងចិត្តថានោះមិនមែនជាអ្វីដែលខ្ញុំចង់និយាយនោះទេតែរឿងផ្លែប៉ោមទាំងនោះទេសំខាន់ជាងនេះទៅទៀតលោកអាចទៅលើស្គាល់បកគមអ្នកដែលឈ្មោះ William Ganda ទេតែចង់សម្ដៅលើមហាក្រុមបណ្ណាគមដ៏អស្ចារ្យនោះមែនទេមហាក្រុមបណ្ណាគម William Ganda លោកគឺជាបរមគ្រូខាងបណ្ណាគមដែលមិនអាចយកអ្នកណាប្រៀបផ្ទឹមបានលោកបានបង្កើតការផ្លាស់ប្ដូរដ៏ធំធេងនៅក្នុងពិភពបណ្ណាគមរហូតដល់ថ្ងៃមួយលោកក៏បានបាក់ខ្លួនទៅដូចជារឿងព្រេងនិទានខ្ញុំធ្លាប់បានព័ត៌មានអំពីលោកនៅក្នុងឯកសារនៅបណ្ណាល័យមានតែក្រុមបណ្ណាគមថ្នាក់ខ្ពស់ប៉ុណ្ណោះទៅអាចប្រើបណ្ណាគមបើមើលពេលវេលាបានលោកប្រហែលជាអាចជួយយើងក្នុងស្ថានភាពបែបនេះបានប៉ុន្តែខ្ញុំមិនដឹងថាត្រូវទៅរកមនុស្សក្នុងរឿងព្រេងបែបនេះបាននៅឯណាទេប៉ុន្តែអីរៀងឆ្លើយដោយមិនរងត់រង្គើថាតែលោកដឹងបានយ៉ាងម៉េចខ្ញុំធ្លាប់ជួបលោកពីមុនមកលោកគឺជាអ្នកសង្គ្រោះជីវិតរបស់ខ្ញុំ
ប៉ុន្តែហើយហាក់ដូចជាត្រូវបានចំកណ្ដាលឲ្យចិត្តតនាងភ្ញាក់ផ្អើលក្នុងចិត្តថាតែវាទៅជាបែបនេះបានយ៉ាងម៉េចពីមុនលោកធ្លាប់និយាយរឿងការពីច្រើនឆ្នាំមុនថាការពីព្រះកុំចាស់អ៊ីរៀននៅក្មេងក៏បានដើរតាមពុទ្ធិហានជាសេះទៅប្រមាណសាច់ចម្លែកទោះបីជាគាត់នៅក្មេងខ្លាំងណាស់ប៉ុន្តែដោយមានលក្ខខណ្ឌថាហាមគាត់មិនឲ្យខ្លាចឆ្ងាយពីក្រុមទាហានទើបគាត់ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងការប្រមាញ់នោះប៉ុន្តែទោះបីជាបានមកដល់ទីលានប្រយុទ្ធហើយក៏ដោយព្រះអង្គមចាស់អេឌ្រីនក៏មិនបានឃើញសាច់ចម្លែកណាមួយឡើយពុទ្ធិហានមិនហានឡោះសាច់ចម្លែកនោះទេនៅចំពោះមុខខ្សែភ្នែកដ៏ប្រសុទ្ធរបស់ព្រះអង្គម្ចាស់តូចទោះយ៉ាងណាក៏ដោយតែអេឌ្រីនបានលួចចាក់ចេញពីជំរំដោយឆ្ងាត់ស្ដាយដោយភាពជោគចិត្តក្នុងការដើរព្រះអង្គម្ចាស់បានវង្វេងចូលទៅក្នុងចម្រៅនៃព្រៃធំដោយមិនដឹងខ្លួននៅពេលដែលដឹងខ្លួនថាមានគ្រោះថ្នាក់ហើយព្យាយាមដើរត្រឡប់មកវិញគាត់បានប្រឈមមុខនឹងសត្វតចម្លែកមួយនៅពេលនោះអេឌ្រីនដែលនៅក្មេងបានងើយមុខមើលសត្វចម្លែកនោះហើយគិតក្នុងចិត្តថាអូតើខ្ញុំនឹងត្រូវស្លាប់បែបនេះមែនទេហើយនៅពេលដែលគាត់បិទភ្នែកចោះក៏មាននរណាម្នាក់បានជួយសង្គ្រោះគាត់ហើយអ្នកនោះមិនមែនជាអ្នកណាផ្សេងឡើយគឺលោកគ្រូអ្នកប្រាជ្ញដ៏អស្ចារ្យ William Gana អ្នកប្រាជ្ញដែលបានទាមទារឲ្យយកកាដូមួយភ្លាមនោះក៏កាប់ទប់អាយ៉ាទៅចាប់ពីត្រង់នោះទៅអ្នកកំពុងតែភុតខកមែនទេអេឌ្រីនឆ្លើយយ៉ាងម៉ាំងម៉ាត់ថាមិនមែនទេ William Gana ពិតជាបានទាមទាររង្វាន់ពីខ្ញុំមែនហើយខ្ញុំក៏មានសេដ្ឋានរបស់លោកដើម្បីយកទៅជូនរង្វាន់នោះដែរនៅពេលនោះខ្ញុំមិនបានដឹងសំបីតែបន្តិចណាតតែក្រោយមកទៀតតែខ្ញុំបានរកឃើញការពិតប៉ុន្តែខ្ញុំមិនតែប្រាប់រឿងនេះទៅអ្នកណាឡើយដូច្នេះលោកប្រហែលជាទៅរកនៅទីនោះនៅឡើយកាលពីពេលថ្មីនេះខ្ញុំចៃដនបានរកឃើញសម្បត្តិឆ្លៃឆ្លងគ្នាវិញ William Gana រូបខ្ញុំតនៅក្នុងអនាគតប៉ុន្តែបាននិយាយដោយទឹកមុខម៉ឺងម៉ាត់បើអញ្ចឹងមែនជាងកាន់តែមានហេតុផលដើម្បីក៏តែបែបផ្លាយប៉ុនដែលស្ងប់ស្ងាត់ទៀតត្រូវតែឥឡូវនេះភ្លាមនេះតែមិនតងអេឌ្រីនគ្រាន់តែឆ្លើយយ៉ាងស្ងប់ស្ងាត់ចូលចិត្តត្រជាក់សិនលំនៅឋានរបស់លោកគឺនៅអូរ៉េនតែប៉ុណ្ណោះយើងអាចជិះចូលទៅផ្ទះរបស់លោកក្នុងពេលសម្រាប់បាននៅក្នុងចិត្តរបស់នាងគិតថាប្រហែលជាគាត់ក៏កំពុងគិតបែបនេះដែរមែនទេតែគាត់តែកំពុងគិតរឿងនេះដូចគ្នាដែរឬទេយ៉ាងណាក៏ដោយខ្ញុំមានអារម្មណ៍ធើស្រាលខ្លាំងណាស់បើសិនជាខ្ញុំនៅតែម្នាក់ឯងប្រាជ្ញាពិបាកខ្លាំងណាស់ក្នុងការស្វែងរក William Gana ណាពិតជាគាត់ក្តៅចិត្តណាស់ដែលមានដៃគូធ្វើដំណើរដូចជានោះក្នុងស្ថានភាពបែបនេះភូមិមួយនេះស្ថិតនៅតែខាងជើងបំផុតនៃតំបន់ Planta ភូមិនេះហាក់ដូចជាដាច់ឆ្ងាយពីពិភពខាងក្រៅគឺគ្រាន់តែដាំដុះនិងលំចេញផ្លែប៉ោមដោយស្ងៀមស្ងាត់ត្រូវចំណាយពេលយូរគួរសមក្នុងការជិះសេះពីរាជធានីមករៀនបាយយើងជិះហើយយើងប្រហែលជាមកដល់ទៅជាងនេះមិនតែដោយសារចង់រក្សាកិត្តិយសរបស់រាជវង្សយើងក៏បានសម្រេចចិត្តជ្រើសរើសការជិះទេសសេះវិញដោយសារតែការរៀបចំយ៉ាងហ្មត់ចត់ទៅដំណើរមួយនេះទទួលបានជោគជ័យយ៉ាងល្អប្រសើរសូមទូលព្រះមហេសីសូមព្រះនឹងរីករាយនឹងពេលវេលាជាមួយព្រះចាអធិរាជឲ្យបានពេញទីណារួចហើយលីនអរគុណអ្នកណារ៉េរ៉ាខ្ញុំនឹងត្រឡប់មកវិញក្នុងពេលឆាប់នេះទេបន្ទាប់មកនាងអង្គុយនៅក្នុងរទេះសេះហើយនៅគិតដល់ពាក្យរបស់រ៉េរ៉ាដោយមិនដឹងខ្លួនរីករាយនឹងពេលវេលារបស់ព្រះនឹងចុះតាសាតាទៅព្រះអង្គចាប់ផ្ដើមការងាររភ្លាមតែម្ដងទោះបីជាការធ្វើដំណើរមានប្រសិទ្ធភាពយ៉ាងណាក៏ដោយតែនេះជាជំនាញនឹងការងារមែនទេហើយការធ្វើដំណើរដល់កំបាំងដើម្បីស្វែងរកក៏បានចាប់ផ្ដើមឡើងបានរួចហើយទេសេះក៏បានដំណើររហូតដល់យប់សូមទូព្រះចៅអធិរាជយប់នេះពួកយើងនឹងបោះជំរំនៅទីនេះព្រះពុទ្ធយល់ហើយលីតក៏គិតក្នុងចិត្តដោយភាពភ្ញាក់ផ្អើលបោះជំរំមែនទេតែនឹងមានបញ្ហាអ្វីទេដឹងអេស្លីនក៏កត់ស្គាល់ឃើញទឹកមុខរបស់លីតភ្លាមអាយ៉ាកំពុងបានអំផមែនទេបាទនេះលីតនិយាយហាក់ដូចជាកំពុងលួងលោមខ្លួនឯងបាទអំផមែនទេមិនមែនទេខ្ញុំអត់មានបានអំផបន្តិចសោះចម្លើយមួយនេះធ្វើឲ្យអេស្លីនបានឡាយហើយឃើញបែបនេះក៏គិតដោយភាពរំខានក្នុងចិត្តបាទចង់សើចសែកទៅបន្ទាប់មកអ្នកពីរអ្នកក៏ចុះពីទេអេក្រីនបានចុះមកយ៉ាងរហ័សហើយលោកដៃទៅខាងមុខលីតនាងក៏សួរធ្នប់ពោព្រះអង្គធ្វើអ្វីនឹងចាប់តែទៅតោះសម្ដែងរឿងឲ្យល្អគ្រប់គ្នាកំពុងតែមើលពួកយើងហើយលីតនៃយល់នេះក៏ចាប់ដៃហាប់ចៃហាក់អធិរាជហើយក្រីនរឿងធម្មតាធ្វើបែបនេះតើព្រះនឹងមិនរងរបួសរួចហើយក្រុមអ្នកជំនួយការឃើញបែបនោះក៏នាំគ្នាសន្ទនាអ្នកទាំងពីរទីនេះនឹងតែងតែស្នើគ្នាមិនដែលដាច់សោះលីតកំពុងតែកើតទោះបីជាសកម្មភាពនោះធ្វើឡើងដោយមានគោលបំណងក៏ដោយប៉ុន្តែខ្ញុំមានអារម្មណ៍ថាអ្នកជំនួយការអ្នកបានរាយការណ៍តែមិនសូមទូលព្រះមហេសីអាហារពេលល្ងាចរៀបចំរួចច្រងឲ្យព្រះពុទ្ធអូឡើយចូលទៅក្នុងតង់ដោយភាពរំភើបដូចជាទៅតែទូលបានកាដូរួចក៏ទៀនឡើងលើអាហារពេលល្ងាចដំបូងនៅក្នុងតង់មែនទេអូវាផ្នែកលើសពីអ្វីដែលខ្ញុំធ្លាប់ស្រមេតុកទៅទៀតអាហារនៅទីនេះគឺហួសពីការស្មានជាងអ្វីដែលខ្ញុំធ្លាប់អានក្នុងរឿងនិទានទៅទៀតរួចនាងក៏សម្លឹងមើលទៅខាងក្រៅឃើញអ្នកជំនួយការទាំងនោះញ៉ាំត្រឹមតែដំបងប៉ុណ្ណោះអាហារមួយនេះគឺសម្រាប់តែខ្ញុំជាមួយគាត់ពីអ្នកទេមែនទេយ៉ាងណាក៏ដោយយើងទាំងពីរជារិទ្ធជាមហេសីដែរអារម្មណ៍វាមិនដូចជាអ្វីដែលខ្ញុំបានគិតទុកសោះប៉ុន្តែរសជាតិអាហារវិញគឺពិតជាអស្ចារ្យមែនបន្ទាប់ពីអាហារពេលល្ងាចរួចជំនួយការក៏នាំពួកគេទៅកាន់តង់មួយដែលធំជាងមុនសូមអញ្ជើញព្រះមហេសីនិងព្រះរាជាសម្រាប់នៅទីនេះចុះអូរគុណច្រើនចាមួយផ្លែតណាអីខេសេ
Adrian មិនតន់បាញ់ហាអីមែនទេញញឹមនៅខាងក្រៅប៉ុន្តែក្នុងចិត្តវិញនឹងចង់ដាក់ចំសុកទេអមែនហើយការដែលត្រូវគេបន្ទប់តែមួយវាក៏ជារឿងសំហេតុផុតដែរធម្មតានៅក្នុងព្រះបម្រាជវាំងយើងសុទ្ធតែមានបន្ទប់ដាច់ដោយឡែកពីគ្នាដល់ពេលមកទីនេះខ្ញុំភ្លេចបាត់ទៅហើយតើចូលក្នុងតង់ទាំងមើលមុខរួចក៏បែរទៅនិយាយជាមួយ Adrian លោកចំនួនមុនក្រែងលោកមានរឿងអីកាត់ឡើងលោកក៏មកចិត្តកន្លែងខ្ញុំឲ្យសោះណា Adrian មានអារម្មណ៍ថាតិចកញ្ចឹងហើយឆ្លើយដកបញ្ថានខ្ញុំសុកចិត្តកាត់ឲ្យខ្លួនចោលក៏មិនប៉ះនាងដែរចាំមើលទៅខ្ញុំនឹងធ្វើវាពិតមែនហ្នឹងអូមិននឹកស្មានថាខាងក្នុងវាតំដល់ថ្នាក់នេះសោះយ៉ាងហោចណាស់យើងក៏មិនបាច់បារម្ភពីរឿងប៉ះទង្គិចគ្នាទៀតដែរប៉ុន្តែនេះវានៅក្នុងព្រៃមិនមែនអីបើមានសត្វព្រៃចេញមកពេលយប់តើនឹងទៅជាយ៉ាងណាគិតដល់ចំណុចនេះក៏ញ័រខ្លួនដោយក្តីភ័យខ្លាចហើយនិយាយថាលោកចំនួនមុនបើមានខ្លាំងមុំចេញមកគំទុកខ្ញុំចំអ្នកអញឲ្យសះណាខ្ញុំគិតថាលោកប្រហែលជាធ្វើបែបហ្នឹងមែន Adrian និយាយដោយក្តីមុំថានឹងជប់និយាយរឿងមិនសំហាទៅផលហើយទៅគេងទៅដំណើរកំសាន្តដើម្បីសម្រាប់លំហែរបស់ខ្ញុំគឺពិតជាលូនល្អណាស់វាស្ងប់ស្ងាត់ខ្លាំងរហូតដល់ខ្ញុំមានអារម្មណ៍ថាទិញបន្តិចដែរខោ fly ពីយប់ដំបូងដែលខ្ញុំបានប្រហូតដល់ដេកមិនលុកយប់នេះយើងមិនឃើញសម្បីតែស្រមកសត្វអ្វីមួយទោះបីជាសត្វតូចតាចបំផុតក៏មិនឃើញដែរតែរឿងដែលខ្ញុំបានเอาពីមុននោះនឹកស្មានថាមកចែកបន្ទប់គេងជាមួយលោកចំនួនមុនសោះនឹងហើយគឺជាការសាកល្បងដ៏ធំបំផុតដំបូងឡើយខ្ញុំបានរំឈប់សាប៉ុន្តែក្រោយមកទៅដឹងថាខ្ញុំគិតច្រើនពេកហើយលោកចំនួនមុនសម្បីតែចង់បារាមតែក៏មិនប៉ះខ្ញុំផងផ្ទុយទៅវិញគាត់គ្រាន់តែគេនៅជ្រុំម្ខាងគ្នាមែនដើម្បីជាស្វែងកប៉ាល់ពណ៌គ្រប់យ៉ាងដោយសារតែយើងធ្វើដំណើរឆ្លងកាត់ភូមិជាច្រើនពេលខ្លះយើងក៏បានស្នាក់នៅផ្ទះសំណាក់ដែរហើយក៏មានខ្លះដែលពួកយើងបានគេងបន្ទប់ដាច់ដោយឡែកពីគ្នាប្រហែលជានឹងហើយជាវិធីដែលលោកចំនួនមុនបង្ហាញពីភាពយកចិត្តទុកដាក់ដែររបស់គាត់មកកាន់ខ្ញុំប៉ុន្តែមកដល់ពេលនេះខ្ញុំជាបរាមភ្លើងមួយទៀតទៅវិញនេះជាថ្ងៃឈប់សម្រាកក៏ដោយតែរៀមច្បងនៅតែបន្តធ្វើការបញ្ចប់ឈររាល់ថ្ងៃតើគាត់មានការងារច្រើនម្ល៉េះហឺ Adrian ដឹងខ្លួនថាកំពុងសម្លឹងមើលមកគាត់នៅពេលដែលអ្នកទាំងពីរអង្គុយទល់មុខគ្នាគាត់ក៏និយាយភ្លាមថាហេតុអ្វីបានជាអូនស្លឹងមើលបងរហូតអញ្ចឹងហាមប្រញាប់ដាសេតអត់ទេខ្ញុំគ្រាន់តែគិតថាព្រះចក្រាមានការងារជាច្រើនដែលត្រូវធ្វើល្អអូនទៅតែខ្លាយថាមែនហើយអញ្ចឹងគាត់ក៏ឲ្យស្រួលខ្លួនទៅចោះឃើញគាត់ធ្វើការច្រើនបែបនេះធ្វើឲ្យខ្ញុំវិលមុខជំនួសប៉ុន្តែ Adrian គ្រាន់តែអង្ក្បាលមើលកំរៃខ្សាធ្វើឲ្យលេតអស់សង្ឃឹមនឹងគិតថាគាត់ប្រហែលជាមិនទាំងខ្លែងធ្វើជាស្ដាប់ខ្ញុំផងរួចហើយក៏ចាប់អារម្មណ៍ Adrian ទៀតនាងមើលទៅលើមេឃហើយគិតទៅវាយនិយាយអញ្ចឹងជាស្អែកនេះពួកយើងនឹងទៅដល់រៀនហើយតើ William Ganda តាមអីដែលខ្ញុំធ្លាប់អានមកមុខលោកត្រូវបានគេចាត់ទុកថាជាតួអង្គតែបំបីក្របដែនកំណត់មិនត្រឹមតែសមត្ថភាពរបស់មនុស្សធម្មតាទេគេល្បីថាលោកគឺជាគុតចរិតជាអ្នកចម្បាំងនេះដែលលាក់ខ្លួនជាមួយនឹងឈាមកូនកាត់ដល់អាចកំបាំងអសញ្ញាណរបស់លោកគឺជារឿងអាចកំបាំងជានិច្ចជាចិត្តលោកមានន័យអ្វីណាប្រហែលជាសុកស្កើអស់ហើយមើលទៅអញ្ចឹងប្រជាលោកតាសុកស្កើពុកម៉ាស់ហើយអូនគិតអ្វីហ្នឹងលោក William Ganda តែលោកមានមុខមាត់យ៉ាងណាដែរនៅពេលដែលរៀមច្បងបានឃើញលោកប្រាកដជាមើលទៅចាស់មែនទេ Adrian និយាយថាគឺថាលោកមិនតន់និយាយចប់ផងស្រាប់តែសំមានស្លេងចម្លែកសំចម្ងាយប្រទេសសេះញ័រដេចបីចូលតំណែងការពារទៅពួកវាមានមិនច្រើនទេ Adrian បារម្ភមានរឿងអ្វីកើតឡើងជំនួយការម្នាក់ស្រីខ្លាំងទៅថាសូមទូលព្រះចាអធិរាជខ្ញុំ Lee King កំប្រាប់ខ្ញុំឲ្យសះថាគឺពួកសត្វចម្លែកអូរីនោះសត្វចម្លែកដែលគួរឲ្យខ្លាចដំបូងបង្អស់ដែលពួកយើងបានរៀននៅសាលាគឺជាសត្វចម្លែកដ៏គួរឲ្យខ្លាចធម្មតាបំផុតហើយតែងតែប្រមូលផ្ដុំគ្នាជាហ្វូងនៅក្នុងព្រៃជ្រៅសម្រាប់ខ្ញុំពួកវាក្រាន់តែជារូបភាពប្រែក្នុងសៀវភៅប៉ុនខ្ញុំមិនដែលគិតថាជីវិតរបស់ខ្ញុំនឹងត្រូវពាក់ព័ន្ធជាមួយពួកវាឡើយលីមហើយចាប់ចេញទៅជាមួយដេនៅតើបងនឹងចេញទៅខាងក្រៅមែនទេនៅទីនេះហើយកុំតែណារសះលេចឆ្លើយដោយក្តីបារម្ភថាសូមបងប្រយ័ត្នខ្លួនផងណាខ្ញុំសូមអង្វរអេសគ្រីញញឹមតិចហើយនិយាយថាវាគ្រាន់តែជាពួកអានប៉ុណ្ណោះបន្ទាប់ពីអេសទៅចេញចាក់ចេញទៅលីតក៏ចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចនាងអង្គុយញ័រខ្លួនចំណើជ្រុងមកហើយគិតថាគាត់និយាយថាគ្រាន់តែជាកកណោះមែនទេមើលទៅដូចជាគាត់មិនខ្លាចបន្តិចសោះតាមពិតទៅខ្ញុំចង់ប្រាប់គាត់កុំឲ្យចាក់ចេញទៅផ្នែកមួយគឺព្រោះវាមានគ្រោះថ្នាក់ហើយផ្នែកមួយទៀតគឺព្រោះខ្ញុំខ្លាចខ្ញុំចង់ឲ្យគាត់នៅក្បែរខ្ញុំហេតុអ្វីបានជាគាត់អាចនិយាយបែបនោះទៅកើតនៅទីនេះដោយស្ងៀមស្ងាត់ប្រហែលជាការនៅស្ងៀមអាចជួយបានខ្លះកុំឲ្យវានឹងមើលទេស្រាប់តែនាងលួចមើលទៅខាងក្រៅហាក់ដូចជាមានអារម្មណ៍ថាមិនស៊ូរួចពីក្នុងភាពងឹតពីក្រោយមុខរបស់នោះក៏លេចរូបរាងឡើងសត្វចម្លែកបង្ហាញខ្លួនចេញពីភាពងឹតរាងកាយធំសម្បើមដូចជាបងមួយដែលកំពុងដើរឃើញបែបនោះនាងភ្ញាក់ផ្អើលហើយស្រែកនៅក្នុងចិត្តតើខ្ញុំនឹងត្រូវស្លាប់ឬអត់បន្ទាប់មកពេលចាប់ផ្ដើមដើរចូលមកក្នុងជំរំធ្វើឲ្យនាងនៅស្ងៀមមិនចេញសត្វចម្លែកនោះបញ្ចេញកម្លាំងសង្កត់ដ៏ស្អុះសាប់មួយដែលធ្វើឲ្យខ្យល់អាកាសហាក់ដូចជាកកមែនហើយខ្ញុំត្រូវដុតកញ្ចក់ឲ្យបានតែនៅខែរបាយជាកម្រើមិនរួចអូទេ
ពួកវាមិនក៏ដល់ទីនេះហើយទេនាងបានភ្នែកចិត្តដោយក្តីភ័យខ្លាចតែមួយដែលមកកាត់ក្បាលសាច់ចម្លែកនោះដាច់ហើយវាក៏ដួលកាប់មុខចោះនាងដកហាមធំដោយធ្វើចិត្តជបងហើយអេក្រិនគោះក្បាលលេតមួយខ្សើតអុយហេតុអ្វីបានជបងស្រាប់តែវាក្បាលខ្ញុំបែបនេះបណ្ដៃក្រិនគ្រាន់តែឆ្លើយដោយធ្វើមុខនៅធម្មតាថាបន្ទោកអានាំលើមុខរបស់នាងទៅមនុស្សទៅតែជាទៅវិញទេលេខគ្រាន់តែអន់មុខចោះឲ្យគិតថាបទសំណាក់នេះពិតជាអេក្រិនឃើញលេតមានទឹកមុខសោកសៅទៅសួរថាហេតុអ្វីបានជាលេតកាត់បទខ្ញុំបណ្ដៃអេឌ្រៀនលេតដងហាំទៅមួយខ្សិតហាក់ដូចជាបានដាក់បន្ទុកដ៏ធ្ងន់ចេញពីទ្រង់ខ្ញុំស្ទើរតែគិតថាខ្លួនស្លាប់ទៅហើយអេឌ្រៀនលោកមកអាយក្បាលលេងធំពើមិនអីទេខ្ញុំនៅទីនេះហើយប៉ុន្តែកម្មភាពនេះធ្វើឲ្យលេតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងងើបមុខមើលទៅគេតែមុខដែលធ្លាប់តែមានតម្រល់ថ្ងៃពេលនេះបែរជាមើលទៅទន់ភ្លន់យ៉ាងគួរឲ្យចង់មើលអេឌ្រៀនក៏មិនអាចទប់ចិត្តមិនលេងសើចនឹងនឹងបានដែរមើលទៅនាងភ័យខ្លាំងណាស់មែនទេលេតដល់វិញថានេះវាជាប្រតិកម្មតតេតើចោះលោកវិញមានរបួសត្រង់ណាដែរឬអត់ហើយស្រាប់តែលេចជាមុខបែបនេះមើលទៅប្រហែលជាមានសម្បករបស់ពួកវាលាក់ខ្លួននៅក្បែរនេះហើយពេលត្រឡប់ទៅដល់ព្រះរាជវាំងវិញយើងនឹងត្រូវបញ្ជូនក្រុមរុករអយទៅស៊ើបការបន្ថែមយល់ហើយក៏នឹងកន្លក់ខ្លាំងណាស់ណាហើយមិនយល់ពីន័យរបស់នាងឡើយព្រោះគេគិតថាវាជារឿងធម្មតាដែលគេត្រូវធ្វើតើមានរឿងអ្វីដែលលើត្រូវមានការកក់ក្ដៅក្នុងចិត្តបែបនេះគេសួរចំបែបនេះធ្វើឲ្យខ្ញុំអៀនណាស់លិស្តស្ទើរក្នុងចិត្តទៅបីជាខ្ញុំដឹងថាខ្លួននឹងជាព្រះមហេសីក៏ដោយតែអ្វីដែលលោកធ្វើវាដូចជារឿងធម្មតាសុះតែលោកគិតយ៉ាងណាដែរបើមានពាក្យចចាមអារាមថាមហាធរាជមួយអង្គសូម្បីតែការពារព្រះមហេសីរបស់ខ្លួនឯងក៏មិនបាននោះលេតគិតក្នុងចិត្តខំអាកនគេយ៉ាងច្រើនសន្តិសន្តប់ទៅហើយតែគេបែកឆ្លើយឆ្វែកនេះទៅវិញខ្ញុំអាចរំពឹងអ្វីបានពីមនុស្សម្នាក់នេះទៅផ្លេចរឿងនឹងទៅចោះយ៉ាងណាក៏ដោយទៅដំណើរទស្សនីដំណើរការទៅដលូនដែរឬទេអេឌ្រៀនក៏សំណាងដែរដែលមិនមានការខូចខាតធ្ងន់ធ្ងរសេះទាំងឡាយអភ័យស្លន់ស្លោដោយសារការលេចមកដោយមិនដឹងខ្លួនរបស់ពួកអេរ៉ូកប្រសិនបើសំណាងអាក្រក់នោះមិនកាត់ឡើងយើងប្រហែលជាអាចបានដំណើរទៅមុខបានទៀតឈានចូលដល់ថ្ងៃបន្ទាប់ពីអង្គុយលើផ្ទះសេះអស់ជាច្រើនម៉ោងនេះឬជាពុំក្រិតរបស់វីលៀម កនដាទីនេះពោពេញដោយពន្លឺថ្ងៃហើយពិតជាស្រស់ស្អាតខ្លាំងណាស់មើលទៅដូចជារួចចេញពីក្នុងរឿងទីអញ្ចឹងអូប៉ុន្តែហាក់ដូចជាគ្មានមនុស្សម្នាក់សោះនៅខាងក្នុងនេះតែយើងត្រូវចូលទៅដោយរបៀបណាឃើញអេឌ្រៀនឈរនៅមុខទ្វារដូចជាកំពុងរងចាំអ្វីមួយយ៉ាងស្រាប់តែទ្វាររបងក៏បាក់ឡើងវាបើកដោយស្វ័យប្រវត្តិមែនទេហាក់ដូចជាមានមិនអាគមអញ្ចឹងពេលនេះលីតនឹងអាចរៀបបោះចំហានចូលទៅខាងក្នុងស្រាប់តែទ្វារក៏បើកផាំងចោះមកក្រុមអ្នកជំនួយការភ័យស្លន់ស្លោស្រែកហើយយ៉ាងខ្លាំងសូមព្រះអង្គមចាត់សរទ្រង់រងចាំនៅទីនេះសិនចុះប៉ុន្តែវាមានគ្រោះថ្នាក់ណាស់ណាអេឌ្រៀននិយាយដោយស្ងប់ស្ងាត់ថាមិនអីទេខណៈដែលអ្នកជំនួយការម្នាក់កំពុងតែឆ្ងល់ក្នុងចិត្តព្រះនាងម្ចាស់នាងមិនចូលទៅមែនទេខុសពីអ្វីដែលអ្នកជំនួយការគិតនាងប្រញាប់ដើរតាមក្រោយអេឌ្រៀនយ៉ាងរហ័សនាងនិយាយក្នុងចិត្តថាសុំតផងណាស់ខ្ញុំក៏ចង់ឃើញវីលៀម កានដាដែរខ្ញុំនឹងចូលទៅខាងក្នុងចំណែកឯអ្នករងចាំនៅខាងក្រៅទៅភ្ញាក់ផ្អើលបានជាលោកចូលទៅមុនបែបនេះគឺគាត់តឹងរាំងខ្លាំងណាស់គាត់មិនអនុញ្ញាតឲ្យជនណាម្នាក់ដែលគ្មានសិទ្ធិដើរចូលទៅជួបគាត់ឡើយបើខ្ញុំអ្នកចូលទៅខ្ញុំនឹងមិនបានជួបគាត់ឡើយប៉ុន្តែនិយាយតែទឹកមុខស្រពាប់ស្រពន់ទេមិនអាចបែបនេះបានទេចុះយ៉ាងហោចណាស់ក៏លោកគួរតែសុំហត្ថលេខារបស់គាត់មកដែរអេឌ្រៀននេះទាំងពោពេញដោយភាពជឿជាក់សូមលោកជួយយកហត្ថលេខាមកឲ្យបានណាបន្ទាប់ពីអេឌ្រៀនដើរចូលទៅស្រាប់តែមាននរអ្នកដើរមកក្បែរសួរស្ដីមាននរណាអ្នកទៀតទៅដូចនាងក៏ងាកក្រោយសួរថាសួស្ដីនៅពេលនោះអេឌ្រៀននៅបន្ទោរបស់វីលៀមស្ងាត់ណាស់ទ្វារក៏បាត់ទៅជិតឬមួយក៏គ្មានអ្នកណានៅក្នុងហ្នឹងមិនមែនទេការតែទ្វារមុខបាក់មានន័យថាម្ចាស់ផ្ទះអនុញ្ញាតឲ្យចូលតើលោកចង់លេងសើចនឹងខ្ញុំមែនទេគាត់ក៏និយាយឡើងថាខ្ញុំដឹងថាអ្នកនៅខាងក្នុងអ្នកដែលនៅខាងក្នុងក៏ឆ្លើយតបហើយទ្វារក៏បើកឡើងអេឌ្រៀននឹងថាពិតជាដូចដែលគិតមែននេះគ្រាន់តែជាការលេងសើចប៉ុណ្ណោះគាត់និយាយថាក៏យូរគួរសមហើយដែរបរិសុទ្ធវ័យម្នាក់កំពុងសម្លឹងមើលទៅក្រៅបង្អួចយ៉ាងឆ្ងាយរួចឆ្លើយទាំងប្រងើយអូក្មេងប្រុសតូចរបស់ខ្ញុំមកទីនេះព្រោះខ្ញុំត្រូវការជំនួយពីលោករួចវីលៀមនិយាយយ៉ាងស្ងប់ស្ងាត់ហាមពេលនេះអេឌ្រៀនកំពុងតែគិតខុសពីអ្វីដែលអ្នកខាងក្រៅតែងតែនិយាយល្បីពួយគ្នាគាត់មើលទៅដូចជាបោស្វ័យក្មេងម្នាក់ប៉ុណ្ណោះមុខមាត់នៅតែដោយការពាក់ដីទៅកាដែររួចវីលៀមក៏ចង់កាកាវក្តៅមួយកែភើចាក់វាមកក្មេងប្រុសតូចគាត់តែផឹកកាកាទៅណាអេឌ្រៀននេះទាំងអស់សង្ខាងគំខ្ញុំអាយុអីឆ្នាំហើយណាប៉ុន្តែវីលៀមនៅតែនិយាយលេងសើចដដែលបើអញ្ចឹងក៏នៅតែជាក្មេងប្រុសតូចដដែលហ្នឹងក្នុងចិត្តគាត់នៅតែដូចពីមុនមិនខុសបន្តិចសោះអញ្ចឹងលោកថាលោកខ្ញុំមកទីនេះដើម្បីសួរលោកម្ចាស់អំពីរឿងអ្វីដែរអេឌ្រៀនគិតក្នុងចិត្តលោកម្ចាស់ហាក់ដូចជាមិនខ្វល់ពីអ្វីដែលខ្ញុំនិយាយសោះគាត់គ្រាន់តែសម្លឹងមើលទៅក្រៅបង្អួចជានិច្ចតើគាត់កំពុងមើលអ្វីទៅគិតដូច្នោះអេឌ្រៀនក៏ងាកសម្លឹងមើលទៅតាមទិសដៅរបស់វីលៀមហើយឃើញមនុស្សពីរនាក់កំពុងជជែកគ្នាយ៉ាងរីករាយនៅក្នុងសួនច្បារគឺនឹងបូសម្នាក់ទៀតដែលខ្ញុំមិនស្គាល់នៅក្នុងភូមិក្រេះនេះមិនមានអ្នកបម្រើណាក្រៅពីវីលៀម កេនដាទេមិនមែនទេ
Adrian មានចំលោកធ្លាប់និយាយថាមិនអនុញ្ញាតបានចូលមកក្រៅពីខ្ញុំមែនទេចុះបងសំណាក់នោះជានរណាគេជាកូនប្រុសរបស់ខ្ញុំ Adrian សួរតែងើយយកប៉ុនមាសហើយ William មួយឆ្នាំប៉ុន្តែ Adrian មិនចេះដែរតែខកតើគេមានអាយុ24ឆ្នាំមែនទេអាយុរបស់ William Gander តែស្ថានភាពបានដឹងគឺយ៉ាងហោចណាស់ក៏ស្ថិតក្នុងខ្ទង់3ទួដែរចុះហេតុអ្វីបានជាកូនប្រុសរបស់លោកមានអាយុដូចចម្លេះក្នុងន័យមួយទៀតគេប្រហែលជាមានរឿងរ៉ាវដ៏អស្ចារ្យដូចជារឿងព្រេងដែរបន្ទាប់មក Adrian ក៏និយាយថាគេប្រហែលជាមានមុខម្ដុំដៃច្រើនជាងសូមបន្ថែមប្រហែលជាអញ្ចឹងហើយ Adrian ភ្ញាក់ផ្អើលហើយនិយាយថាប្រហែលជាអញ្ចឹងលោកមានន័យថាម៉េចគេមិនមែនជាគុំការរបស់ខ្ញុំទេគ្រានោះ Adrian ក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសម្ដីនេះវ័យទឹកទៅនេះគឺជាការរៀបចំដើម្បីថ្វាយដល់ព្រះមហាសីគិតក្នុងចិត្តថានេះគឺខេកស្វាតបរិយដែលឥតខ្ចោះរហូតដល់មិនអាចជឿបានមិនបានដាច់ខានលេតអ្នកមិនអាចទទួលយកវាដោយប្រញាប់ប្រញាល់បែបនេះទេដោយមិនដឹងថាមានអ្វីនៅក្នុងនោះក្នុងនាមជាព្រះមហាសីចូលគ្រប់គ្រងអារម្មណ៍ខ្លួននឹងឲ្យបានខ្ញុំនិយាយថាទេគឺទេយល់ទេមានចិត្តធ្ងន់អរួចចាប់វិញថាពេលនេះខ្ញុំនៅមិនតាន់ខ្លាំងឡើយទេអូខ្ញុំមិនបានឲ្យផ្លែចូលទៅក្នុងនោះទេដោយខ្ញុំបង្ហាញវាច្បាស់លើមុខពេកមែនទេខ្ញុំមិនបានព្យាយាមធ្វើឲ្យខ្លួនឯងមើលទៅគួរឲ្យសង្ស័យទេប៉ុន្តែថាវាពិតជាពិបាកនឹងគិតថានឹងមាននរណាម្នាក់ដែលមានគ្រោះថ្នាក់នៅក្នុងភូមិគ្រឹះរបស់ William Gandernas ខ្លួនឯងក៏អាចសាក់បងមួយមាត់បានដែរមិនអញ្ចឹងគិតរួចនាងក៏លើកចានដំឡើងឲ្យសាក់របស់ញ៉ាំមួយមាត់វាហាក់ដូចជាละលายក្នុងមាត់ភ្លាមតែម្ដងឆ្ងាញ់ខ្លាំងណាស់សួរថាខាជុះនេះជា AI មែនទេប្រហែលយកដំណើរឆ្ងានបែបនេះមកឲ្យខ្ញុំច្បាស់ជាមនុស្សចិត្តល្អហើយមែនទេពេលនេះបូសម្នាក់នោះក៏ដឹងខ្លួនហើយក៏ចាប់ផ្ដើមនិយាយអូមែនហើយខ្ញុំភ្លេចនាំខ្លួនបាត់ទៅហើយខ្ញុំឈ្មោះ Ruth Gander រីករាយណាស់ដែលបានជួបអ្នកមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលលើឈ្មោះនេះហើយឈ្មោះ Ruth Gander មែនទេឆ្ងល់ក្នុងចិត្តថា Gander អញ្ចឹងឬទៅជាតកូលតែមួយជាមួយ William Gander ដែរឬទេបាទ William Gander នឹងនិយាយចិត្តក្នុងចិត្តគួរឲ្យភ្ញាក់ផ្អើលមែនដែលបានឃើញកូនប្រុសរបស់លោកផ្តោចំនួនស្អុយ William Gander សុំទស្សនាតែនេះអាយុប៉ុន្មានហើយខ្ញុំមានអាយុ24ឆ្នាំព្រាមនោះបាននឹកទៅនោះក៏មានអារម្មណ៍ដូចជាត្រូវវេមួយកំភ្លៀងចំកណ្ដាលមុខនាងឆ្ងល់ក្នុងចិត្តថាគេអាយុស្មើនឹងរុនភីរៀនច្បងរបស់ខ្ញុំមែនទេតែក្រុមមិនអាចកំដៅអាចារ្យម្នាក់នោះមានកូនតាំងពីពេលណាទៅដោយដែលបានគិតទុកមែនតួអង្គក្នុងរឿងព្រេងនិពិតជាខុសប្លែកពីគេមែនឬពន់យល់ថាអូខ្ញុំជាកូនចិញ្ចឹមរបស់គាត់ទេកូនចិញ្ចឹមមែនទេបាទលោកក៏ពុកបានទទួលចាំខ្ញុំតាំងពីខ្ញុំមានអាយុ19ឆ្នាំមកម្លេះស្អីទៅជារួចឆ្លើយថាអូហាខ្ញុំយល់ហើយតែក្នុងចិត្តនាងវិញគិតថាមុខរបស់ខ្ញុំងាយមើលដល់ថ្នាក់នឹងមែនទេតែខ្យល់អ្វីបកនាំអ្នកឲ្យមកទីនេះដែរឬព្រះនាងឆ្លើយថាមិនមែនទេគឺព្រះចក្រអធិរាជមានការងារនៅទីនេះរួចនាងក៏ចាប់អារម្មណ៍ឃើញភាពខុសប្លែកក្នុងសម្ដីរបស់គេនាងក៏ឆ្ងល់ក្នុងចិត្តថាគិតឡើងវិញទៅមើលទៅដូចជាខ្ញុំធ្លាប់ថាខ្ញុំជាព្រះនាងចឹងមែនទេទេគឺរឿងមុននឹងទៀតរូតក៏ឆ្លើយថាបាទតែយើងធ្លាប់ជួបគ្នាពីមុនមកទេបាទហេតុអ្វីខ្ញុំដល់ថ្នាក់និយាយបែបនេះទៅវិញមើលចុះសំបីតែរើក៏កំពុងអៀនដែរតែយ៉ាងណាក៏ដោយគេว่าភ្នែករបស់គឺពិតជាមើលទុនភ្នែកខ្លាំងណាស់ដូចជាប្រអប់តន្ត្រីដែលខ្ញុំតែងតែស្ដាប់នៅពេលចូលគេងពេលខ្ញុំនៅក្មេងប្រញាប់និយាយរួចក៏បែរខ្នងដាក់ដើម្បីបិទបាំងបរិយាកាសដល់អៀនខ្មាស់នោះហាសានិយាយលេងទេនិយាយអញ្ចឹងចុះហេតុអ្វីបានជាប្រាជ្ញាធិរាជយឺតយ៉ាវក្នុងការចេញមកខាងក្រៅម្លេះតែព្រះមហេសីត្រង់បានបញ្ចប់ការសិក្សានៅបណ្ឌិតសភាមេរ៉ាដេលមែនទេសួរដោយក្តីងឿងឆ្ងល់ហេតុអ្វីបានជាអ្នកដឹងរឿងនេះខ្ញុំក៏បានបញ្ចប់ការសិក្សានៅទីនោះដែរភ្នែករបស់នាងហាក់ដូចជាភ្លឺថ្លាដោយភាពព្រៃក្រេហូបានចេញអ្នកក៏ប្រកាសជាស្កប់ព្រះចក្រអធិរាជចេះដែរមែនទេបាទប៉ុន្តែត្រង់គឺជាមនុស្សដែលពិបាកនឹងចូលចិត្តបំផុតសួរសសពតែវាមិនអស្ចារ្យពេកទៅបានហើយវាពិតជាអស្ចារ្យមែនការពិតគឺត្រង់មិនមែនជាមនុស្សដែលងាយនឹងចូលចិត្តដោយតែអ្នកគិតនោះទេក្នុងចិត្តរបស់នាងចាប់ផ្ដើមមានចម្ងល់តែទៅលោកសាកលវិទ្យាល័យរៀនមុនគាត់ថាដូចជាល្អក់ជាមួយមនុស្សគ្រប់គ្នាលើកឡើងតែខ្ញុំម្នាក់ប៉ុណ្ណោះឬមួយក៏គាត់កំពុងតែមានអារម្មណ៍អ្វីមួយស្រដៀងនឹងខ្ញុំដែរនិយាយទៅព្រះចក្រយិត្តមែនតែនចុះតើអ្នកចង់ដឹងអំពីអ្វីទៅ Adrian មិនវៀងអ្វីទៀតទេគាត់ក៏និយាយត្រង់ធ្លាប់បាននៅរឿងរ៉ាវឬក៏នៅអ្វីដែរឬទេដែលអ្នកម្នាក់បានចូលទៅក្នុងរាងកាយរបស់អ្នកដតីនៅពេលអនាគតឬការធ្វើដំណើរឆ្លងកាត់ពេលវេលានៅពេលដែលដឹងបាននៅបែបនេះភ្នែករបស់គាត់បានបង្ហាញឲ្យឃើញនៅភាពភ្ញាក់ផ្អើលមួយសើសែតប៉ុន្តែវាត្រឡប់ទៅជាធម្មតាវិញយ៉ាងលឿនទ្រង់ឆ្លើយថាខ្ញុំមិនដឹងទេទោះបីជាខ្ញុំដឹងក៏ដោយចោះខ្ញុំក៏មិនចង់ពាក់ព័ន្ធជាមួយវាដែរព្រោះថាវេទមន្តដែលតាក់ទងនឹងផ្នែកមួយនៃវាសនាមិនគួរលោកដៃចូលដោយគ្មានការប្រុងប្រយ័ត្នឡើយយ៉ាងវិញទៀតភាគរយនៃភាពជោគជ័យគឺទាបណាស់ហើយទោះបីជាវាជោគជ័យក៏ដោយវាក៏នឹងធ្វើឲ្យមនុស្សដែលមនុស្សត្រូវសងថ្លៃឈ្នួលដោយតែពួកគេសមនឹងទទួលបាន
នោះមិនមែនជារឿងដំណើរថប់តាននឹងធ្វើនោះទេ Adrian និយាយដោយតច្រកតែបើមិនមែនជាត្រង់តើខ្ញុំគួរទៅរកអ្នកណាទៀតប្រសិនបើកអ្នកចង់ដឹងពិតមែនចូលក្នុងគំនិតរបស់ខ្ញុំទៅជាមួយអ្នកចោះកូនប្រុសរបស់ត្រង់មែនទេមិនខុសទេមើលទៅខាងក្រៅគេហាក់ដូចជាបែបហ្នឹងមិនដែរគេគឺជាអ្នកមិនមែនរបស់ខ្ញុំដោយសារតែខ្ញុំក៏ចូលរបស់ដែរដែរដូច្នេះហើយទើបខ្ញុំមិនមានបំណងប្រាប់អ្នកឲ្យដឹងឡើយមែនហើយអាយុសេចក្តីហើយចឹងពួកយើងនឹងចាក់ចេញទៅទីនេះហើយពេលជាក្មេងប្រុសឡងខ្លៅមែនមានរឿងអីសប្បាយចិត្តទៅបានជារងខ្ញុំមកចិត្តបែបនេះរឿងដែលគួរឲ្យភ្ញាក់ផ្អើលពេលនិយាយជាមួយនោះគឺថាគេអាចចុះសម្រងជាមួយនឹងបានល្អដល់កម្រិតនេះពួកគេហាក់ដូចជាចូលចិត្តរបស់ដូចពីគ្នាហើយក៏ស្អប់របស់ដូចពីគ្នាដែរមើលទៅដូចជាអីចឹងតែអារម្មណ៍អន់ដូចជាខ្ញុំដែរមែនទេមិនមែនតាមពិតតែខ្ញុំក៏មិនចេះអារម្មណ៍ដែរនិយាយគ្នាលេងមួយសន្ទុះ Adrian ក៏ได้ដល់ជុំសួរតែបាត់ចប់លឿនមកលេអឹងខកបំណងមែនទេទៅបំផូខ្ញុំមិនបាននិយាយថាខ្ញុំខកបំណងឯណាអញគឺជា Ruth Grana មែនទេ Ruth ញញឹមយ៉ាងសស្រាយស្រួយក៏ជាបណ្ដែងការកោហើយតបថានេះខ្ញុំសូមគោព្រះចៅអធិរាជភ្ញាក់ផ្អើលហើយសួរក្នុងចិត្តថាហារៀមច្បងលោកស្កៅ Ruth ថាជាណាប៉ុន្តែរៀមច្បងមើលថាដូចជាមិនសប្បាយចិត្តប៉ុណ្ណឹងទេទៅមានរឿងអ្វីកើតឡើងនៅខាងក្នុងនោះគឺពេលដែល Adrian ទៅដល់ចំណុចសំខាន់លោកបាននិយាយថាអឹងគួរតែទៅជាមួយខ្ញុំក្នុងនាមជាអ្នកបានវេនបន្ទាប់ពី William Gander ភ្ញាក់ផ្អើលអ្វីណាការនាំយកគេទៅនឹងបង្កើនមានភាពវឹកវរមិនត្រឹមតែនៅក្នុងអាណាចក្រប្លែនតាប៉ុណ្ណោះទេប៉ុន្តែថែមទាំងរាដល់អាណាចក្រខាស៊ីសៀតផងមានពាក្យកិច្ចចចាមអារាមថាអ្នកបានវេនរបស់ William Gander មនុស្សដែលពួកយើងសុទ្ធតែកតកោកំពុងតែស្ថិតនៅទឹកដីសត្រូវ Adrian ប្រញាប់ដើរទឹកមុខត្រឡប់ក្រោយវិញចោះភាពភ្ញាក់ផ្អើលក៏ហៅតាមក្រោយទៅជាមួយគ្នាទៅ Adrian តបថាគឺដូឡូចដូចចិនងាន់ងួនកកបកប្រៃសម្រួលគិតតែពីបន្ទោជើងខ្លីរបស់អូនតលីតក៏ចាប់អារម្មណ៍ឃើញថាទោះបីជាគាត់និយាយបែបនោះក៏ដោយក៏តែបន្ទាប់ក៏ដោយយឺតជាងមុនគាត់ពិតជាមិនស្មោះត្រង់នឹងចិត្តខ្លួនអឹងសះឡើយចង់រួតវិញក៏មានចម្ងល់ហេតុអីទៅអឹងគ្រាន់តែដើរមកជាមួយទៅខ្ញុំក៏ទៅអ្នកក៏មានគុណរបស់ខ្ញុំដែរហើយនៅមានការងារជាច្រើនទៀតដែលត្រូវរៀបចំ Adrian បាននៅការសន្ទនានោះតើអ្នកគិតថាត្រូវចំណាយពេលយូរប៉ុណ្ណាដែរគេនឹងចាត់គេឲ្យយកឡានសេះពីព្រះបរមរាជវាំងមកទទួលអ្នកមានការភ្ញាក់ផ្អើលក្នុងចិត្តថាអូពួកគេពិតជាប្រឌិតឲ្យចំពោះអ្នកមិនវេនមែនតើតបត្រូវដែរព្រោះអ្នកគឺជាទេពកោសល្យដែលមិនអាចមើលរំលងបានមិនអីទេខ្ញុំនឹងទៅដល់ទីនោះក្នុងរយៈពេលមួយសប្តាហ៍ទៀត Adrian តបយ៉ាងខ្លីបកខ្ញុំយល់ហើយនិយាយអញ្ចឹងតើយើងធ្លាប់ជួបគ្នាពីមុនមកទេក្នុងចិត្តដឹងឆ្ងល់ថារៀងច្បងគិតបែបនេះដែរឬ